តោះយើងចូលដល់សាច់រឿងរបស់យើងនិយាយសាំយូពេកហើយហើយបងប្អូនតដែលបើស្ដាប់មកដល់កន្លែងហ្នឹងអរគុណមែនតើដែលបងប្អូនចូលចិត្តខ្ញុំនិយាយលេងជាមួយបងប្អូននិយាយពីនេះពីនោះមិនចូលដល់សាច់រឿងប៉ុន្តែសម្រាប់បងប្អូនដែលគាត់បានខាមកដល់ចំណុចនេះហើយចង់ដឹងពួកខ្ញុំនិយាយពីអីហ្នឹងខាពីវីដេអូទី1មកសារដើមមកវិញមកតែបើសិនជាអត់ទេមកដល់ចំណុចនេះយើងចូលដល់សាច់រឿងយើងតែម្ដងនៅក្នុងថ្ងៃនេះខ្ញុំមាន3សាច់រឿងយកមកចែករំលែកជូនទៅបងប្អូនទាំងអស់គ្នាដែលសាច់រឿងទាំងអស់នេះគឺមានភាពរន្ធត់ហើយនឹងល្អស្ដាប់ខ្ញុំសង្ឃឹមថាសម្លេងរបស់ខ្ញុំអាចនាំបងប្អូនទាំងអស់គ្នាចូលទៅក្នុងទិដ្ឋភាពនីមួយៗអាចចូលទៅក្នុងព្រឹត្តិការណ៍នីមួយៗដែលធ្វើឲ្យបងប្អូនស្រមៃឃើញនៅទិដ្ឋភាពទាំងមូលហើយខ្ញុំចង់ឲ្យបងប្អូនមើលពីកែវភ្នែករបស់ម្ចាស់សាច់រឿងថាបើសិនជាបងប្អូននៅក្នុងស្ថានភាពមួយហ្នឹងនៅក្នុងបរិយាកាសមួយហ្នឹងបងប្អូននឹងធ្វើបែបណាបងប្អូននឹងមានអារម្មណ៍បែបណាបងប្អូននឹងមានដំណោះស្រាយបែបណាតោះឥឡូវយើងចូលដល់សាច់រឿងទី1សាច់រឿងទី1នេះត្រូវបានចែករំលែកដោយបងស្រីម្នាក់ហើយគាត់បានប្រាប់ថាគាត់ចង់ចែករំលែករឿងនឹងខ្លាំងណាស់ពួកគាត់ជួបផ្ទាល់ខ្លួនតែម្ដងហើយគាត់មិនដែលសូម្បីតែម្ដងចែករំលែកជាមួយអ្នកណាសោះហើយកម្មវិធីជាអ្វីជាកម្មវិធីមួយគត់ដែលគាត់បានចែករំលែកហើយខ្ញុំសូមធ្វើការដឹងគុណខ្លាំងមែនទែនសម្រាប់ការចែករំលែកសាច់រឿងនេះសាច់រឿងនេះបានកើតឡើងនៅក្នុងឆ្នាំ2020ក្នុងរដូវកាលកូវីដនៅក្នុងខេត្តបាត់ដំបងនៅពេលនោះគឺជាពេលដែលកូវីដផ្ទុះខ្លាំងមែនទែនដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋនៅចាត់តារក្សានៅក្នុងគេហដ្ឋានរៀងខ្លួនមិនអាចចេញមកបានអ្នកធ្វើការគឺត្រូវការធ្វើការតាមអនឡាញហើយសម្រាប់សិស្សានុសិស្សរាប់តាំងពីថ្នាក់តូចរហូតដល់ថ្នាក់សាកលក៏ត្រូវរៀនតាមរយៈអនឡាញដូចគ្នាដែរមិនខុសគ្នាពីគ្រួសារណានោះទេប្អូនស្រីជាមួយនឹងប្អូនរបស់គាត់ម្នាក់ក៏បានស្នាក់នៅក្នុងផ្ទះមួយកន្លែងដែលមិនមែនជាផ្ទះរបស់គាត់ទេអាចជាផ្ទះជួលឬក៏ផ្ទះបងប្អូនគាត់មិនបានបញ្ជាក់តែគាត់គ្រាន់តែប្រាប់ថាមិនមែនជាផ្ទះគាត់ហើយគាត់បានស្នាក់នៅទីនោះពេលនោះប្អូនស្រីដូចអ្នកដទៃដែរគឺគាត់មិនបានទៅធ្វើការនោះទេមានថ្ងៃមួយកំឡុងពេលដែលញ៉ាំបាយថ្ងៃត្រង់ហើយប្អូនរបស់គាត់ត្រូវរៀនអនឡាញនៅក្នុងបន្ទប់មួយជួបជុំគ្នាជាមួយនឹងបងស្រីរបស់គាត់ដែលជាម្ចាស់សាច់រឿងហ្នឹងគាត់នៅលើតុរបស់គាត់ដាក់កាសចាប់ផ្ដើមបើក Zoom ចាប់ផ្ដើមបើកបណ្ដាញសង្គមដែលត្រូវប្រស្រ័យទាក់ទងជាមួយនឹងគ្រូដែលត្រូវរៀននឹងហើយក៏ចាប់ផ្ដើមដំណើរការរៀនសូត្ររបស់គាត់ទៅម្ចាស់សាច់រឿងនៅពេលហ្នឹងគាត់ថាគាត់មិនមែនជាមនុស្សគេងថ្ងៃទេប៉ុន្តែវាមិនដឹងថាថ្ងៃហ្នឹងវាចម្លែកអីគាត់រៀងល្វើយគាត់គិតថាប្រហែលជាខ្ញុំពុលបាយហ៎អញ្ចឹងគាត់ក៏ឡើងទៅក្រែដែលក្រែហ្នឹងស្ថិតនៅក្រោយខ្នងប្អូនរបស់គាត់ដែលកំពុងអង្គុយរៀនហ្នឹងគាត់ឡើងទៅភ្លាមគាត់ចាប់ផ្ដើមទាញទូរស័ព្ទលេង Facebook លេង Instagram ចុចទៅចុចមកចុះអស់ឡើងមើលពីនេះមើលពីនោះស្រាប់តែមានអារម្មណ៍ថាងងុយគេងខ្លាំងមែនតើភ្នែករបស់គាត់ចាប់ផ្ដើមទប់លែងជាប់ដូចជាមានទម្ងន់នៅតបកភ្នែកនឹងគឺទាមទារឲ្យគាត់បិទមួយទំហឹងតែម្ដងគាត់ព្យាយាមតទល់ជាមួយនឹងតបកភ្នែករបស់គាត់ដោយបន្តចុចទូរស័ព្ទចុចបានតែបន្តិចគាត់ក៏លេចមើលនៅចំហៀងខាងស្ដាំខាងលើហ្នឹងគាត់បានឃើញថាថ្មទូរស័ព្ទអស់បាត់ហើយហ្នឹងអញ្ចឹងគាត់ក៏សម្រេចចិត្តថាបើអស់ថ្មហើយដោតសាកថ្មហើយគាត់បងងុយគេងបន្តិចបញ្ជាក់ស្ថានភាពទាំងមូលគឺគាត់នៅលើក្រែបញ្ជាក់ម្ដងទៀតណាហើយប្អូនរបស់គាត់កំពុងតែរៀនហើយបែរខ្នងមកកាន់គាត់បានដោតទូរស័ព្ទសាកគាត់ក៏ដាក់ក្បាលដេកទៅលើខ្នើយជាអារម្មណ៍មួយដែលមនុស្សងងុយគេងខ្លាំងតែអត់ទាន់គេងទេអញ្ចឹងនៅពេលដែលគាត់ដាក់ក្បាលដល់ខ្នើយគាត់បានបិទភ្នែកគាត់បានបើកភ្នែកវិញរបៀបបិទបើកកាន់តែធ្ងន់ទៅរហូតដល់បិទចិត្តណាជាស្ថានភាពមួយហ្នឹងប៉ុន្តែកលៈទេសៈរបស់គាត់មិនមែនអញ្ចឹងទេគាត់បានដាក់ក្បាលនៅលើខ្នើយហើយភ្នែករបស់គាត់បិទហើយគាត់បានបើកបន្តិចហើយបិទទៅវិញប៉ុន្តែបើកមកម្ដងទៀតនៅពេលដែលគាត់បើកព្រឹមមកម្ដងទៀតនេះភឺក្បាលដល់តើបងប្អូនដឹងថាគាត់ឃើញអីគាត់បានឃើញព្រឺខ្លាំងគាត់បានឃើញមនុស្សស្រីម្នាក់ឈរនៅចុងជើងគាត់តែម្ដងមុខអាក្រក់ខ្លាំងមែនទែនស្លៀកពាក់ឈុតនារីរបាំមុខអាក្រក់ខ្លួនគឺខ្មៅដូចខ្ជុងភ្នែកឡើងក្រហមមានឈាមពេញមុខអាក្រក់ខ្លាំងមែនទែនគួរឲ្យខ្លាចខ្លាំងមែនទែនហើយដឹងនារីម្នាក់នឹងធ្វើអីដាក់គាត់ព្រឺក្បាលខ្លាំងណាគឺកំពុងតែញញឹមដាក់គាត់ជាស្នាមញញឹមដែលគួរឲ្យខ្លាចទីបំផុតគាត់ខ្លាចមែនទែនគាត់ចង់ងើបនៅពេលដែលគាត់ឃើញអញ្ចឹងគាត់គ្រាន់តែស្ទុះងើបរបៀបកធាក់ងើប
មកកន្ត្រាក់ខ្លួននឹងស្រាប់តែមានដៃមួយចេញពីកន្លែងសាកថ្មទូរស័ព្ទគាត់នេះខ្មៅឡើងក្រឹបមកលូកចាប់ខ្លួនគាត់ចាប់ដៃគាត់ពីចំហៀងខ្លួនមកខ្ទប់នឹងគាត់បានខ្ទប់នឹងក្រែវិញណាទាញចុះមកវិញតែម្ដងពេលហ្នឹងគាត់ចាប់ផ្ដើមរើអត់រួចដៃដ៏ខ្មៅម្នាក់ហ្នឹងគឺជាដៃមនុស្សប្រុសមុខអាក្រក់ខ្លាំងដូចគ្នាខ្លួនឡើងខ្មៅក្រឹបស្លៀកពាក់បុរាណយកដៃមកខ្ទប់មាត់គាត់មកខ្ទប់ច្រមុះគាត់ស្ទើរតែថប់ដង្ហើមគាត់ឃើញហើយឃើញច្បាស់មិនមែនជាស្រមោលមិនមែនជារឿងព្រាលមិនមែននោះទេគឺវាច្បាស់ពេកហេតុអ្វីដឹងទេព្រោះដោយសារតែមុខម្នាក់ប្រុសហ្នឹងជាមួយនឹងមុខគាត់មុខទល់នឹងមុខបើនិយាយពីចម្ងាយមុខនឹងមុខវិញណាគឺអត់ផុតពីម៉ាំរៀមទេសឹងតែច្រមុះប៉ះជាមួយច្រមុះហើយគឺអោនមកមុខគាត់តែម្ដងដែលគាត់ឃើញច្បាស់គឺភ្នែកក្រហមហើយសិតតែឈាមគាត់ថាគាត់ខ្លាចខ្លាំងណាស់គេមើលមកមុខគាត់ទាំងអារម្មណ៍សប្បាយសើចបង្ហាញស្នាមញញឹមគួរឲ្យខ្លាចជាទីបំផុតគាត់ភ័យខ្លាំងមែនទែនគាត់និយាយមិនចេញកម្រើកមិនកើតគាត់ចាប់ផ្ដើមសូត្រធម៌នៅពេលដែលគាត់ចាប់ផ្ដើមសូត្រធម៌ក្នុងចិត្តនេះនៅពេលដែលគាត់សូត្រធម៌នឹងដឹងតែមានរឿងអីកើតឡើងឯងបងប្អូនអូយសាហាវម្នាក់ប្រុសនឹងបានអោនពីមុខទល់មុខអោនមកគៀកតិចគាត់អូយសាហាវអោនមកគៀកតិចគាត់ហើយខ្សឹបគាត់ថាចេះមិនបាច់សូត្រទេអញអត់ខ្លាចទេពាក្យមួយម៉ាត់នឹងហើយងើបមកវិញមកមុខទល់មុខវិញគាត់ថាចេះអូយគាត់ថាគាត់ផឹងខ្លាំងមែនទែនគាត់ភ័យខ្លាំងស្លុតគាត់ភ័យរហូតដល់ចង់អស់ដង្ហើមព្រោះដៃរបស់គេនឹងមកខ្ទប់ជាមួយច្រមុះមកខ្ទប់ជាមួយនឹងមាត់ពេលនោះគាត់មានអារម្មណ៍ថាជីវិតរបស់គាត់ត្រូវតែប្រចំនៅគ្រានឹងហើយព្រោះដង្ហើមរបស់គាត់ចិត្តផុតហើយគាត់គំរើខ្លួនអត់បានទេចង់ស្រែកហៅប្អូនក៏ស្រែកហៅមិនកើតចង់ធ្វើអ្វីក៏មិនរួចគាត់បានគិតក្នុងចិត្តទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមកគាត់បានគិតថាចេះគាត់សូមរំលឹកគុណប៉ាម៉ាក់អើយគាត់សូមទោសផងគាត់អត់អាចសងគុណអ្នកទាំងពីរបានទេប៉ុន្តែបើសិនជាមានជាតិក្រោយពិតខ្ញុំសូមសងគុណអ្នកទាំងពីរម្ដងទៀតហើយសូមកើតធ្វើជាកូនរបស់ប៉ាម៉ាក់ម្ដងទៀតទឹកភ្នែករបស់គាត់ហូរមិនដាច់ប៉ុន្តែជារឿងអច្ឆរិយៈត្រឹមតែចំណុចនេះវិញ្ញាណទាំងពីរជាវិញ្ញាណមនុស្សស្រីរបាំនិងវិញ្ញាណរបស់មនុស្សប្រុសខ្មោចហ្នឹងស្រាប់តែរលាយបាត់ទៅហើយគាត់ក៏ស្ទុះឡើងមកវិញរួចងាកមកមើលពីជ្រុងម្ខាងនៃប្អូនរបស់គាត់វិញប្អូនរបស់គាត់កំពុងតែរៀននេះគាត់ឮសំឡេងគ្រិកគ្រុកហើយគាត់បែរទៅមើលបងរបស់គាត់គឺឃើញបងរបស់គាត់បែរចំហៀងខ្លួនបែរខ្នងមកកាន់គាត់ណាគាត់ក៏ស្រែកសួរថាបងអត់អីណាអត់កើតអីណាបងរបស់គាត់ក៏មិនឆ្លើយតបអញ្ចឹងគាត់គិតថាអូប្រហែលគេងលក់អីប្រហែលជាហឺប្រាស់ខ្លួនអីអញ្ចឹងគេងលក់បាត់ហើយអញ្ចឹងគាត់ក៏បែរទៅរៀនវិញបងរបស់គាត់នៅពេលដែលដឹងបែបហ្នឹងក៏មិនហ៊ាននិយាយដែរព្រោះប្អូនរបស់គាត់គឺជាមនុស្សកំពូលអាខ្លាចខ្មោចអញ្ចឹងក្នុងករណីហ្នឹងគាត់មិនហ៊ាននិយាយអ្វីទេប៉ុន្តែមកដល់ខណៈនេះជាសំណួរមួយដែរថាតើគាត់កំពុងតែយល់សមឬក៏ជាការលងបន្លាចពិតប្រាកដប៉ុន្តែអារម្មណ៍របស់គាត់ពិតជាឈឺពិតប្រាកដអារម្មណ៍របស់គាត់ពិតជាថប់ដង្ហើមពិតប្រាកដគាត់បានរត់ចេញមកខាងក្រៅផ្ទះគាត់បានសម្លឹងមើលព្រោះពេលនេះជាពេលថ្ងៃទេមករត់មកកន្លែងវេរ៉ង់ដាខាងក្រៅផ្ទះណាគាត់បានមើលដៃរបស់គាត់ដៃរបស់គាត់គឺមានស្នាមម្រាមអារបៀបសាច់យើងធត់ណាហើយមានស្នាមម្រាមមនុស្សចំមកច្បាក់ដៃយើងអញ្ចឹងបងប្អូនសាកចាប់ដៃខ្លួនឯងឲ្យខ្លាំងមែនតើណាបងប្អូននឹងឃើញស្នាមម្រាមនៅលើដៃរបស់បងប្អូនហើយដូចគ្នាគាត់ពិតជាមានស្នាមម្រាមមែនកន្លែងដែលគេចាប់ដែលគាត់ទើបតែរួចផុតពីព្រឹត្តិការណ៍ទាំងអស់មិញហ្នឹងគឺសិតតែមានស្នាមម្រាមមនុស្សប្រុសពិតប្រាកដមែនពេលនឹងហើយដែលគាត់ដឹងថាគាត់មិនបានគេងយល់សមនោះទេតែអ្វីដែលគាត់បានជួបប្រទះគឺជារឿងពិតគាត់យំកាន់តែខ្លាំងទៅគាត់បានលើកទូរស័ព្ទទេទៅប៉ាម៉ាក់របស់គាត់បានប្រាប់ទៅពួកគាត់ថាចេះប៉ាម៉ាក់ជួយយកខ្សែអំបោះពីលោកតាឲ្យមកខ្ញុំផងហើយយកមកឥឡូវបានអត់ឥឡូវហ្នឹងហ្មងអត់អាចចាំយប់អត់អាចចាំស្អែកគឺយកមកឥឡូវឲ្យខ្ញុំព្រោះខ្ញុំមានអារម្មណ៍ថាគេកំពុងតែនៅជាមួយខ្ញុំពេលហ្នឹងឪពុកម្ដាយរបស់គាត់បានសួរថាកើតអីកូនណាគេនៅជាមួយកូនឯងមិនវាមានរឿងអីគិតពិតប្រកបកើតអីគាត់បានឆ្លើយតបថាកុំអាសួរអ្វីទាំងអស់ឥឡូវប៉ាឯងនៅណាចាំដល់ផ្ទះបងស្រីនៅពេលដែលទៅដល់ផ្ទះបងស្រីចាំគាត់ប្រាប់ថាមានរឿងអ្វីចំពោះគាត់កើតឡើងចំពោះគាត់ព្រោះបើសិនជាគាត់និយាយនៅពេលកន្លែងនេះនៅទីនេះគាត់ខ្លាចអ្នកផ្សេងឮដែលមិនគួរឲ្យត្រូវឮព្រោះផ្ទះនេះមិនមែនជាផ្ទះរបស់ពួកគាត់ទេអញ្ចឹងហើយយើងអត់ដឹងថាអ្នកណាជាអ្នកណាទេអញ្ចឹងក្នុងករណីហ្នឹងចាំទៅដល់ផ្ទះបងស្រីសិនចាញ់ផុតកុំឲ្យនិយាយទៅពួកអស់នឹងឮនិយាយទៅគឺអញ្ចឹងនៅពេលដែល
លឺសូសំឡេងមួយនឹងឪពុករបស់គាត់ហាក់ដូចជាដឹងរឿងដូច្នេះហើយប៉ាម៉ាក់របស់គាត់ហ្នឹងក៏ឯកភាពហើយម្នាក់ក៏តម្រង់ទៅផ្ទះរបស់បងស្រីរបស់គាត់នឹងឯងពេលតែទៅដល់ផ្ទះរបស់បងស្រីគាត់បានរៀបរាប់ពីដំណើររឿងទាំងអស់ដែលគាត់ទើបតែជួបអំបញ្ញមិញកណ្ដាលថ្ងៃត្រង់តែម្ដងគាត់បានប្រាប់ថាមានខ្មោច2យ៉ាងណាចឹងវាមិនមែនវាឡើងជាប្រភេទខ្មោចទេបើតាមខ្ញុំមើលណាវាមិនមែនខ្មោចទៀតទេបញ្ចេញមកវាសាហាវអញ្ចឹងចឹងគាត់ថាអមនុស្ស2ហ្នឹងបានធ្វើអ្វីដាក់គាត់ឡាក់ហើយគាត់បានបង្ហាញពីស្នាមម្រាមដៃដែលអមនុស្សប្រុសហ្នឹងមកចាប់គាត់ឡាក់ហ្នឹងឪពុកគាត់ឃើញបានត្រឹមតែប៉ុណ្្នឹងគឺធ្លាក់ថ្លើមស្ទើរតែដល់ដីហើយពោលទៅកាន់គាត់ថាសុំទោសកូនកំហុសទាំងអស់គឺមកពីគាត់ហេតុអ្វីដោយសារតែគាត់គឺជាគ្រូគាត់អត់ចង់បន្តតំណែងគ្រូមួយនឹងទៅដល់កូនណាម្នាក់នោះទេឲ្យវាចាប់ត្រឹមគាត់នឹងទៅអញ្ចឹងហើយទៅបានគេដឹងថាកូនឯងនេះជាអ្នកចំនួនក្រោយរបស់ប៉ាហើយមិនព្រមស្នងបែបហ្នឹងចឹងហើយវាមិនដឹងថាអមនុស្សហ្នឹងគឺជាអមនុស្សដែលប៉ារបស់គាត់ចិញ្ចឹមឬក៏បែបណាគាត់អត់ដឹងទេឬក៏មានគ្រូណាមកចង់មកសាកឡាក់ហ្នឹងឡាក់ក៏គាត់មិនដឹងដែរដឹងត្រឹមតែថានេះដោយសារតែជាពុករបស់គាត់ដែលគាត់មិនផ្ទេរតំណែងមួយហ្នឹងទៅកាន់កូនណាម្នាក់នោះឡើយគឺឲ្យចាប់ត្រឹមតែគាត់ហ្នឹងចឹងហើយទៅបានប្អូនស្រីបានកើតរឿងបែបហ្នឹងប៉ារបស់គាត់ក្រោយពីនិយាយបែបហ្នឹងហើយគាត់ក៏លួងលោមចិត្តរបស់ឪពុករបស់គាត់ណាថាកុំនិយាយចឹងប៉ាអត់អីទេឡាក់នឹងឡាក់អីចឹងទៅប៉ារបស់គាត់ក៏ចាប់ផ្ដើមចងខ្សែសមាពីលោកតាជាវត្ថុស័ក្តិសិទ្ធិហ្នឹងមកឲ្យគាត់ផុតពីហ្នឹងប៉ារបស់គាត់ក៏បានប្រាប់ថាថ្ងៃស្អែកគាត់នឹងធ្វើខ្សែចង្កេះមួយដើម្បីឲ្យគាត់ពាក់ឲ្យជាប់ដើម្បីការពារខ្លួនក្រោយពីការជួបជុំដឹងសាច់រឿងទាំងអស់នេះហើយនៅក្នុងថ្ងៃនោះខ្ញុំតសាចិត្តអត់ព្រមរត់ទៅផ្ទះខ្លួនឯងអត់ព្រមគេងនៅផ្ទះចែសិនឬក៏គេងនៅផ្ទះបងស្រីសិនអត់ទេគឺមកផ្ទះនឹងដដែលមិនដឹងថាហេតុអ្វីមិនដឹងថាគាត់កំពុងគិតអីទេពេលនោះតែគាត់ប្រាប់ថាថ្ងៃនោះគឺជាថ្ងៃដែលគាត់មានអារម្មណ៍ថារន្ធត់ជាងគេរហូតដល់ថាចេះឡើងចដើក៏ភ័យមុជទឹកក៏ភ័យញ៉ាំបាយក៏ភ័យគេងក៏ភ័យរហូតដល់ពេលគេងគឺគាត់យកខ្នងរបស់គាត់ទៅជាប់ជាមួយនឹងជាងតែម្ដងពេលដែលគាត់គេងខ្នងជាប់នឹងជាងហ្នឹងបងប្អូនដឹងថាមានរឿងអីកើតឡើងឯងសំលេងអមនុស្សស្រីដែលស្លៀកពាក់របាំហ្នឹងបានមកសើចដាក់តិចរបស់គាត់សើចគឺរបៀបថាសើចសប្បាយសើចចំអល់អូគ្រាន់តែសម័យហ្នឹងក៏ភឺក៏បានដែរគឺបែបហ្នឹងសួរតែគាត់ភ័យអត់គាត់ថាគាត់ភ័យគាត់ខ្លាចមែនទេប៉ុន្តែឪពុករបស់គាត់បានផ្ដាំគាត់ថាចេះទោះមានរឿងអីក៏ដោយតាំងចិត្តឲ្យស្ងប់កុំខ្លាចព្រោះវាព្យាយាមបន្លាចយើងឲ្យយើងខ្លាចតែកូនឯងត្រូវតែរឹងពឹងត្រូវតែប្រមូលអារម្មណ៍កុំខ្លាចឲ្យសោះគាត់បានយកសម្ដីទាំងអស់នឹងមកដាក់នៅក្នុងចិត្តហើយគាត់ពិតជាព្យាយាមពង្រឹងអារម្មណ៍របស់គាត់ហើយគាត់ព្យាយាមរងាប់ទោះសើចដាក់តិចពីឆ្វេងមកស្ដាំបែបណាក៏ដោយគឺគាត់ព្យាយាមសម្រួលអារម្មណ៍រហូតដល់គេងលក់ស្អែកព្រឹកឡើងប៉ារបស់គាត់ក៏ស្ទុះស្ទាយកខ្សែចងចង្កេះនិងខ្សែកស័ក្តិសិទ្ធិមួយមកឲ្យគាត់ចាប់ពីពេលនោះហើយពីពេលនោះមកម្ចាស់សាច់រឿងបានខ្លាចទៅជាមនុស្សមួយថ្មីទៀតដែលគាត់អាចមានរិទ្ធក្នុងការសុបិនឃើញរឿងរ៉ាវនៅក្នុងថ្ងៃស្អែកមានន័យថានៅពេលដែលគាត់គេងយប់ឡើងគាត់ឃើញទស្សនវិជ្ជាសាច់រឿងទាំងអស់នៅថ្ងៃស្អែកត្រូវជួបអីគេខ្លះត្រូវអីគេខ្លះហើយថ្ងៃស្អែកឡើងវាដូចមែនតើបងអង់គ្លេសគេហៅថា déjà vu ណាតែនេះគឺជាសុបិនដែលកើតឡើងចំពោះគាត់រឿយប្រាប់ពីហេតុប្រាប់ពីព្រឹត្តិការណ៍នានាដែលអាចកើតឡើងក្នុងពេលដ៏ខ្លីនេះគឺជាភាពអច្ឆរិយៈហើយនេះគឺជាអំណោយរបស់គាត់រាប់ចាប់ពីថ្ងៃកើតហេតុនោះមកប៉ុន្តែគាត់ក៏ចាប់អារម្មណ៍ដែរថាគាត់មិនដែលហ៊ានដកបន្តោងមួយនោះចេញពីខ្លួនទេគ្រប់ពេលដែលគាត់ពាក់បន្តោងហ្នឹងគឺគាត់មានអារម្មណ៍ថាដូចមានគេការពារគាត់នៅគៀកគាត់រហូតមិនមានអ្នកណាម្នាក់អាចប៉ះពារគាត់បានទេតែនៅពេលដែលគាត់សាកល្បងដកខ្សែកឬក៏ដកបន្តោងហ្នឹងចេញពីខ្លួនគាត់គ្រាន់តែដកភ្លាមមានសំឡេងអាក្រក់ចាប់ផ្ដើមបង្កើតឡើងចាប់ផ្ដើមព័ទ្ធជុំវិញខ្លួនគាត់ចាប់ផ្ដើមបង្កសំឡេងនានាចូលមកដល់ក្នុងតិចរបស់គាត់មិនដែលខាននោះឡើយអារបៀបថាបងប្អូនទាំងអស់គ្នាកំពុងតែស្ដាប់នៅកម្មវិធីជាវ័យពាក់កាសអញ្ចឹងឥឡូវបងប្អូនទាំងអស់គ្នាសាកដកកាសគឺអត់មានឮសលេងខ្ញុំទេពាក់កាសវិញគឺឮសលេងខ្ញុំគឺដូចគ្នាអញ្ចឹងដូចគ្នានឹងទស្សនវិជ្ជាដែលគាត់ដកខ្សែកពាក់ខ្សែកដកខ្សែកពាក់ខ្សែកគឺដូចគ្នាបែបនឹងឯងរឿងហេតុទាំងមូលនេះហើយដែលគាត់ជឿជាក់ថានៅលើលោកនេះពិតជាមានអមនុស្សពិតប្រាកដមែនគាត់បានប្រាប់ថានៅលើលោកនេះ
បើមនុស្សអាចរស់នៅបានរឿងអ្វីមនុស្សមិនអាចរស់នៅបានបើមិនជឿសូមកុំប្រមាថឲ្យសោះហើយគាត់បានផ្ដាំផ្ញើជាពាក្យចុងក្រោយថាសូមបងប្អូនទាំងអស់គ្នាមេត្តាដឹងគុណឪពុកម្ដាយរបស់យើងព្រោះគាត់គឺជាព្រះរស់នៅក្នុងផ្ទះដែលមានឫទ្ធិអំណាចខ្លាំងជាងព្រះណានាទាំងអស់អរគុណមែនទែនសម្រាប់សាច់រឿងមួយនេះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាសាច់រឿងមួយនេះអាចបម្រើជូនអារម្មណ៍ទៅបងប្អូនទាំងអស់គ្នាបានហើយសម្រាប់ខ្ញុំវាពិតជាសាហាវមែនទែនបងប្អូនឃើញស្ដែងណាឃើញស្ដែងនឹងមុខអាក្រក់ចេញឈាមអូយស្ត្រីរបាំបើខ្ញុំទីអត់ខុសទេគឺស្ត្រីរបាំហ្នឹងគឺអំបូរថ្នាក់ព្រាយរបាំហ្នឹងឯងហើយមនុស្សប្រុសមួយទៀតហ្នឹងអាចជាបរិវារដែលមានឫទ្ធិដែរព្រោះបើតាមខ្ញុំដឹងណាពីអ្នកខ្លាំងនីមួយបើសិនជាមនុស្សមួយហ្នឹងអាចមកប៉ះពាយើងបានហើយមុខកាន់តែអាក្រក់កាន់តែមានឫទ្ធិខ្លាំងព្រោះនៅពេលដែលគេមានឫទ្ធិហ្នឹងវាបង្កឲ្យខ្លួនប្រាណរបស់គេបង្កឲ្យភាពសាហាវរបស់គេបានបង្ហាញនៅលើរូបរាងទាំងមូលតែម្ដងតែបើម្នាក់នឹងមានបនវិញគឺអត់អាចឲ្យឃើញតបៅឲ្យមានមុខអាក្រក់ឲ្យអីទេវាទៅជាមនុស្សស្អាតស្រីស្អាតឬក៏ប្រុសស្អាតតែម្ដងខ្លួនសអញ្ចឹងទៅអញ្ចឹងនេះគឺជាភាពខុសគ្នាច្បាស់លាស់មែនទែនកាត់ផ្ដាច់មែនទែនរវាងភាពសហើយនិងភាពខ្មៅសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តជាមួយនឹងខ្សែរឿងមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាបានជួបប្រទះរឿងរ៉ាវប្លែកៗនៅក្នុងរដូវកាល COVID ក៏អាចចែករំលែកមកកាន់កម្មវិធីជាអ្វីតាមរយៈ Facebook Page កម្មវិធីជាអ្វីបានដែរមកយើងចូលដល់សាច់រឿងទី2របស់យើងដែលសាច់រឿងមួយនេះទាំងពីរសាច់រឿងកើតឡើងនៅក្នុងខេត្តតាកែវជាសាច់រឿងដែលចែករំលែកដោយប្អូនប្រុសម្នាក់ដែលជា fan របស់កម្មវិធីជាអ្វីគាត់មិនគួរនិយាយថាម៉េចទៅគាត់មិនចង់ចែករំលែកសាច់រឿងមួយហ្នឹងណាគាត់ពិចារណាគាត់វាយដាច់រហូតដល់ខ្ញុំសួរថាមិនដែរប្អូនមិនហើយសាច់រឿងព្រោះខ្ញុំចាំសាច់រឿងមួយហ្នឹងខ្ញុំចង់ដឹងភាគបន្តតើមានរឿងអីកើតឡើងគាត់ថាគាត់ស្ទាក់ស្ទើរខ្លាំងណាស់គាត់ពុំពិចារណាឲ្យតែគាត់រៀបនិយាយរឿងហ្នឹងមកឲ្យខ្ញុំស្ដាប់គឺតែងតែមានរឿងរ៉ាវប្លែកៗមកកើតឡើងចំពោះគាត់ឬក៏ផ្អាកតនាគាត់ក្នុងការនិយាយហើយគាត់តែងតែពិចារណាថាតើបើគាត់និយាយទៅនឹងអាចប៉ះពាល់ដល់ក្រុមគ្រួសារគាត់អត់តើអាចប៉ះពាល់ដល់អ្នកដទៃដែលនៅគៀកនឹងអត់តើប៉ះពាល់ដល់គ្រួសារដែលជន់រងគ្រោះអត់តើវារបៀបម៉េចឲ្យពិតប្រាកដគាត់ស្ទាក់ស្ទើររហូតដល់គាត់ដាច់ចិត្តនិយាយសាច់រឿងទាំងអស់មកប្រាប់ខ្ញុំហើយគាត់បានចែករំលែកចំនួន2សាច់រឿងមកកាន់ខ្ញុំដែលសាច់រឿងទាំងពីរនេះគឺកើតហេតុនៅទីតាំងតែមួយដូចគ្នាពោលគឺ1កើតឡើងចំពោះនាយកសាលា2កើតឡើងចំពោះឪពុករបស់គាត់ចង់ដឹងថាតើមានរឿងអ្វីកើតឡើងតោះយើងចូលទៅដល់ព្រឹត្តិការណ៍ទាំងមូលទាំងអស់គ្នាបញ្ជាក់ផងដែរថាសប្តាហ៍ថ្ងៃនេះប្អូនប្រុសបានរើលំនៅឋានមកកាន់ទីក្រុងភ្នំពេញហើយអាចមកធ្វើការនិងរៀនបន្តតែគាត់គឺជាអ្នកខេត្តតាកែវគ្រួសាររបស់គាត់គឺមានប៉ានិងម្ដាយទី2របស់គាត់ប៉ារបស់គាត់គឺជាគ្រូបង្រៀនថ្នាក់ទី6ហើយម្ដាយបន្ទាប់របស់គាត់ហ្នឹងគឺជាអ្នកលក់លតឆាមីឆាបាយឆានៅក្នុងសាលាបឋមសិក្សាមួយនឹងឯងអញ្ចឹងបបកទៅការគាត់រស់នៅតាកែវវិញការឪពុករបស់គាត់នៅមានបជនតើសកម្មភាពរបស់គាត់រាល់ថ្ងៃហ្នឹងគាត់ត្រូវធ្វើអីគេខ្លះភារកិច្ចរបស់គាត់ជាប្រចាំរាល់ព្រឹកមុនថ្ងៃរះគាត់ត្រូវទៅផ្សារដើម្បីទិញទំនិញគ្រឿងទេសរូបធាតុផ្សំដូចជាបន្លែដូចជាសាច់ដូចជាកំប៉ុងហ្គាសជាដើមសម្រាប់ឲ្យម្ដាយបន្ទាប់របស់គាត់ហ្នឹងលក់ជាផលិតផលសម្រាប់ជាបាយឆាមីឆាលតឆាអីហ្នឹងនៅក្នុងសាលាហ្នឹងឯងតែបើសិនជាក្នុងពេលដែលគាត់ខកខានដូចគេងជ្រុលដោយសារតែវ័យក្មេងអញ្ចឹងណាអញ្ចឹងភារកិច្ចទាំងអស់នឹងធ្លាក់ទៅលើឪពុករបស់គាត់ឲ្យតែឃើញគាត់គេងជ្រុលគឺគាត់អត់ដែលដាស់កូនគាត់ទេគឺគាត់ទៅទិញខ្លួនឯងនឹងឯងមានថ្ងៃមួយគាត់បានគេងជ្រុលដូចសពដងដែរឪពុករបស់គាត់ក៏បំពេញភារកិច្ចដូចសពដងដូចគ្នាក្រោយពីប៉ារបស់គាត់ហ្នឹងឪពុករបស់គាត់ហ្នឹងបានទិញទំនិញអូនិយាយឡប់ឡែនេះតាំងសាច់រឿងទី1ឪពុកផងប៉ាផងសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមតន់ហើយមិនប្រកាន់អញ្ចឹងបើក្នុងករណីដែលខ្ញុំនិយាយឡប់លិនពេញហ្នឹងសូមអធិស្ឋានផងណាបងប្អូនណាតបមកសាច់រឿងយើងវិញចឹងមានថ្ងៃមួយហ្នឹងក្រោយពីប៉ារបស់គាត់បានរៀបចំអីវ៉ាន់រួចរាល់ហើយទិញទំនិញរួចរាល់ហើយគាត់ក៏ត្រឡប់មកផ្ទះវិញពេលដែលប៉ារបស់គាត់បានមកដល់ម្ចាស់សាច់រឿងក៏បានក្រោកពីគេងល្មមប៉ារបស់គាត់ឃើញម្ចាស់សាច់រឿងក្រោកពីគេងអញ្ចឹងក៏ដើរតម្រង់ទៅម្ចាស់សាច់រឿងហើយប្រាប់ថាចេះណែកូនប៉ាឃើញខ្មោចនៅដើមឈើក្នុងសាលាម្ចាស់សាច់រឿងគាត់នៅក្មេងហើយគាត់ក៏ជាអ្នកខ្លាចខ្មោចដែរគាត់ខ្លាចខ្មោចតែគាត់ចង់ដឹងទេអាខ្មោចហ្នឹងវារៀងម៉េចមុខម៉េចមើលខ្លាំងប៉ុណ្ណាឮតែគេនិយាយចង់ឃើញខ្លួនឯងដល់ហើយ
បំណាច់ថាចង់ឃើញបែបហ្នឹងគាត់ក៏ប្រាប់ប៉ាគាត់ថាអញ្ចឹងមែនអត់ប៉ាឃើញមែនអត់ឪពុកគាត់ក៏ឆ្លើយថាមែនក៏ហក់ខ្លួនឯងទៅអីគាត់ក៏ថាចឹងប៉ាថ្ងៃក្រោយពេលទៅចាំហៅខ្ញុំទៅផងខ្ញុំចង់ទៅឃើញប៉ាគាត់ក៏ថាច្បាស់អត់ហ្នឹងចង់ឃើញមែនទេគាត់ក៏ថាចង់ឃើញប៉ាគាត់ក៏ងក់ក្បាលថាអូខេដងក្រោយចាំប៉ានាំខ្លួនឯងទៅហើយចាំប៉ានាំខ្លួនឯងទៅមើលរំលងបានប្រហែលថ្ងៃគាត់ក៏គេងជ្រុលម្ដងទៀតក្រោយពីប៉ាគាត់បានបំពេញភារកិច្ចជំនួសគាត់ហើយទៅទិញបន្លែប្លុកទៅទិញហ្គាសទៅទិញរូបធាតុផ្សំអស់ហើយដើរមកដល់ផ្ទះវិញក៏ដាស់គាត់កូនចង់ឃើញខ្មោចទេឥឡូវប៉ានាំខ្លួនឯងទៅមើលខំទៅលឺពាក្យថាចង់ឃើញខ្មោចប៉ានាំខ្លួនឯងទៅមើលហ្នឹងគឺគាត់ស្វាងចាស់ហ្មងគាត់ស្ទុះស្ទារូតរះទៅពាក់កៅអៅអីហើយមកស្អាតហ្មងគឺបញ្ញាប់រួចរាន់ឲ្យតន់អាដង្ហើមខ្មោចហ្នឹងប៉ារបស់គាត់ជាមួយនឹងគាត់ក្រោយពីរៀបចំខ្លួនហើយក៏ដើរចេញពីផ្ទះល្ងឹតអត់ទាន់មានពន្លឺព្រះអាទិត្យនោះទេគឺគាត់ដើរតម្រង់ទៅដើមឈើមួយដើមនៅក្នុងសាលាពួកគាត់ដើរយឺតស្ងាត់ស្ងៀមជាទីបំផុតហើយលួចមើលដើមឈើហ្នឹងពីចម្ងាយពីគុម្ពព្រៃអ្វីដែលគាត់ឃើញគឺគាត់ឃើញភ្នែកច្បាស់ហ្មងគាត់ថាគាត់ឃើញច្បាស់ដូចថ្ងៃបងអត់មានពន្លឺថ្ងៃទេតែវាមិនដឹងថាហេតុអីបានឃើញច្បាស់អញ្ចឹងណាគាត់ថាអញ្ចឹងគាត់បានឃើញមនុស្សស្រីម្នាក់មុខអាក្រក់ខ្លាំងមែនទែនកំពុងតែអង្គុយនៅលើមែកឈើហាក់ដូចជាអត់ដឹងថាពួកគាត់កំពុងតែសម្លឹងមើលទេអង្គុយបណ្ដើរយល់ជើងបណ្ដើរមើលទៅត្រង់មើលទៅបរិយាកាសជុំវិញឡាក់នឹងឡាក់ប៉ារបស់គាត់នៅពេលដែលឃើញហ្នឹងប៉ារបស់គាត់បានប្រាប់ថាចេះខ្លួនឯងឃើញទេបែរខ្លួនឯងឃើញម្នាក់ស្រីហ្នឹងអត់គាត់ថាឃើញតែប៉ាស្អីគេហ្នឹងមនុស្សហ៎ប៉ារបស់គាត់ថាមិនមែនមនុស្សទេនឹងគឺជាព្រាយគ្រាន់តែឮបែបនេះគាត់ក៏ផ្លត់សំឡេងអារបៀបហាព្រាយអាផ្លាត់សំឡេងមួយហ្នឹងឯងម្នាក់ស្រីនឹងដឹងព្រាយមួយហ្នឹងបានដឹងថាមនុស្សកំពុងតែមើលក៏បែរមុខឈឹបអារបៀបមិនមែនបែរយឺតទេណាគឺបែរមកឈឹបតែម្ដងលឿនវាលឿនពេកវាផ្លាស់ប្ដូរលឿនពេកដែលមនុស្សអាចធ្វើបានណាគឺលឿនមែនតើបែរមកកាន់សំឡេងមកពួកគាត់ហ្នឹងអ្វីដែលគាត់ឃើញណាមិនមែនត្រឹមតែមុខអាក្រក់ទេគឺភ្នែកវិញគឺធំខ្លាំងមែនតើភ្នែកឡើងក្រហមឆ្អៅឆេះតែម្ដងឃើញតែប៉ុណ្្នឹងព្រាយមួយនឹងក៏រលាយបាត់ខ្លួនទៅរាប់ពីថ្ងៃដែលគាត់បានឃើញនឹងគាត់បានធ្លាក់ខ្លួនឈឺរហូតដល់ចិត្តមួយសប្តាហ៍ស្រោចទឹកអស់ច្រើនដងមែនទែនទើបបានធូរស្បើយនេះគឺជាសាច់រឿងទី1តោះយើងចូលដល់សាច់រឿងមួយទៀតដែលវាមានភាពបតិបទិនគ្នាបែបណាក៏ខ្ញុំមិនដឹងតែអ្វីដែលខ្ញុំយល់ដែលបានកើតឡើងនៅក្នុងសាច់រឿងទី2នេះវាគឺជាករណីពីរផ្សេងគ្នាតែម្ដងដែលមិនតាក់ទិនគ្នាទេកើតឡើងនៅក្នុងទីតាំងដដែលចូលដល់សាច់រឿងទី1ជាសាច់រឿងដែលកើតឡើងចំពោះនាយកសាលាតែជាសាច់រឿងដ៏ខ្លីមែនទែនគាត់ថាសាលាដែលគាត់រៀនហ្នឹងមិនមែនពីដើមឡើយមិនមែនជាសាលាទេគឺជាមន្ទីរពេទ្យចាស់ដែលគេបំលែងមន្ទីរពេទ្យមួយហ្នឹងឲ្យក្លាយទៅជាសាលាពាក្យថាមន្ទីរពេទ្យចាស់មានន័យថាសល់តាំងពីមុនរបបបល័យពូជសាសន៍ខ្មែរក្រហមមកម្លេះអញ្ចឹងរហូតដល់របបបល័យពូជសាសន៍ខ្មែរក្រហមបងប្អូនអាចសម័យឃើញហើយថាតើមន្ទីរពេទ្យហ្នឹងមានបុគ្គលប្រមាណអ្នកដែលត្រូវបានអស់បុណ្យផុតនៅទីកន្លែងហ្នឹងបញ្ជាក់ផងដែរថានៅក្នុងសាលាមួយហ្នឹងមកដល់ពេលសាច់រឿងមួយនេះបញ្ជាក់ផងដែរថាសាលាមួយហ្នឹងគឺមានដើមជ្រៃធំចំនួន2ដោយហេតុថាលោកគ្រូនាយកបានឮថាដើមជ្រៃហ្នឹងអត់ល្អទេរបៀបថាគាត់ជិះទៅញ៉ាំកាហ្វេញ៉ាំតែអញ្ចឹងនៅតុកាហ្វេចាស់តុកាហ្វេចិនអញ្ចឹងណាប្រុកប្រាជ្ញគ្នាអញ្ចឹងទៅក៏គេលន់មាត់គេដឹងថាគាត់នាយកសាលារបៀបថាឃើញមានដើមជ្រៃនៅក្នុងសាលាណាដើមឈើហ្នឹងវាអត់ល្អអញ្ចឹងទៅគាត់បានទទួលពាក្យនឹងទុកហើយគាត់ក៏គិតថាដើមជ្រៃហ្នឹងសង្ស័យតែមានស្អីមែនអញ្ចឹងហើយគាត់ក៏សម្រេចចិត្តកាប់ដើមជ្រៃចោលដោយជំនួសដោយដើមអំពិលទឹកវិញតែហេតុការចម្លែកគឺនៅត្រង់នេះក្រោយកាប់ដើមឈើនឹងហើយគាត់បានប្រមូលដើមឈើទាំងអស់ហ្នឹងមិនមែនទៅប្រគេនលោកក៏មិនមែនបោះចោលទឹកគឺយកដុតចោលនៅកន្លែងភ្លាមតែម្ដងចម្លែកត្រង់ផ្កាភ្លើងដែលឆេះជាចំហេះចេញពីដើមជ្រៃហ្នឹងជាធម្មតានៅពេលដែលបងប្អូនប្រកាត់អុសឬក៏ដុតឈើវាតែងតែមានគេហៅថាផ្កាភ្លើងព្រាកចេញពីអណ្ដាតភ្លើងមកឲ្យត្រូវបងប្អូនរៀងមូលហើយជាធម្មតាផ្កាភ្លើងឬក៏ព្រាកចេញពីភ្លើងហ្នឹងវាហោះវាជាកំតិចភ្លើងហ្នឹងវាមិនអាចហោះផុតពី5ម៉ែត្របានទេវាហោះផុតតែភ្លើងបន្តិចវាលុតទៅហើយវាហោះផុតពីភ្លើងបន្តិចវាត្រូវបាត់ខ្លួនហើយត្រូវបងប្អូនវាយអស់ហើយកម្ពស់បើអាចហោះខ្ពស់ក៏អាចប្រហែលជា5ម៉ែត្រអីដែរតែនៅពេលដែលដុតដើមឈើមួយហ្នឹងផ្កាភ្លើងដែលហោះអណ្ដែតឡើងទៅលើជាកំ
តិចជំរាបភ្លើងទូចមូលហ្នឹងហោះរហូតដល់ប្រហែលជា20ម៉ែត្រឃើញនៅតែច្បាស់20ម៉ែត្រទើបរលត់តែក៏មិនមែនរលត់ម្ដងបន្តិចម្ដងដែរទៅដល់លើប្រហែល20ម៉ែត្ររលត់ឈឹបវាអត់មានការប្រែប្រួលពណ៌ធម្មតានៅពេលយើងដុតយើងដឹងហើយនៅពេលដែលដុតទៅវាហោះទៅវាមិនរលត់ឈឹបទេវាខ្សោយកម្លាំងម្ដងតិចទៅមករលត់តែនេះទៅដល់លើច្បាស់តែង20ម៉ែត្ររលត់ក្រឹបរំលងបានប៉ុន្មានថ្ងៃក្រោយពីការដុតដើមឈើក្រោយពីការកាប់បំផ្លាញដើមឈើមួយហ្នឹងលោកគ្រូនាយកក៏បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតមនុស្សទាំងអស់ទាំងកូនសិស្សទាំងលោកគ្រូអ្នកគ្រូទាំងអ្នកជិតខាងទាំងអ្នកភូមិឆ្ងល់មែនតើថាហេតុអ្វីទើបបានលោកគ្រូនាយកជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតទាំងគាត់គឺជាមនុស្សដែលប្រយ័ត្នជាទីបំផុតហើយគេទទួលស្គាល់ឲ្យមេដៃហ្មងថាគាត់គឺជាមនុស្សអាកំពូលប្រយ័ត្នហេតុអ្វីទើបមិនអាចជួបគ្រោះថ្នាក់ចរាចរណ៍បែបហ្នឹងអញ្ចឹងនេះគឺជាផ្នែកទី1នៃសាច់រឿងទី2ដែលគាត់បានចែករំលែកបងប្អូនយល់យ៉ាងណាដែរត្រង់ចំណុចនេះវាសម្រាប់ខ្ញុំវាចម្លែកដែរត្រង់ថាគ្រាប់ភ្លើងហ្នឹងណាដែលកំទេចកំទីភ្លើងហ្នឹងហោះដល់20ម៉ែត្រទើបបានរលត់បាត់វាជារឿងដ៏ចម្លែកមួយដែរតែខ្ញុំក៏មិនមែនជាម្នាក់ដែលធ្លាប់ដុតឈើដុតព្រៃអីដែរអញ្ចឹងក្នុងករណីហ្នឹងខ្ញុំក៏អត់ដឹងដែរថាវាអាចទៅរួចឬមិនទៅរួចបើសិនជាបងប្អូនណាដែលគាត់នៅឯតាមបណ្ដាខេត្តឬក៏នៅទីក្រុងក្តីដែលគាត់ធ្លាប់កាប់ដើមឈើធំហើយធ្លាប់ដុតដោយអាគីតើអាចទេក្នុងករណីដែលអណ្ដាតភ្លើងឆាបឆេះដែលបង្កើតចេញជាគ្រាប់ភ្លើងដែលបង្កើតចេញជាកំទេចភ្លើងនឹងអាចហោះខ្ពស់រហូតដល់20ម៉ែត្រតើអាចដែរឬទេតែបញ្ជាក់ផងដែរថាដើមឈើតាក់ទិនជាមួយនឹងដើមជ្រៃអាហ្នឹងបងប្អូនដឹងហើយណាដែលឮដែរព្រាយដើមជ្រៃអីដែលឮដែរដើមឈើមានច្រើនប្រភេទមែនតើដែលមនុស្សអាចនៅបានបញ្ជាក់ខ្ញុំមិនមែនជាអ្នកជំនាញទេនេះគ្រាន់តែជាអ្វីដែលខ្ញុំដឹងអញ្ចឹងក្នុងករណីហ្នឹងដើមឈើមានច្រើនប្រភេទមែនតើហើយដើមជ្រៃនេះក៏ជាពូជមួយដែលមនុស្សចូលចិត្តនៅដែរព្រោះទិដ្ឋភាពរបស់ដើមជ្រៃវាអំណោយផលតែម្ដងវាមិនមែនត្រឹមតែខ្ពស់ហើយវាដោះមែកច្រើនរហូតដល់សុខទ្រព្យទេតែវាមានរំយោលដែលអំណោយផលហ្មងបើសិនជាបងប្អូនបានទៅដល់សាលា IFL អីឃើញដើមជ្រៃនៅក្នុងសាលាបងប្អូនឃើញសក់របស់ដើមជ្រៃនឹងធ្លាក់មកសាកបាញ់ភ្លើងឲ្យទៅត្រូវ angle ឲ្យត្រូវមុំបងប្អូនខ្ញុំហ៊ានធានាហ្មងញាក់សាច់បាច់មានមិនមានខ្ញុំមិនដឹងទេគ្រាន់តែបាញ់ភ្លើងត្រូវនឹងវាញាក់សាច់បាត់ទៅហើយរហូតដល់ដើមអំពិលទឹកទៀតដើមអំពិលទឹកមានករណីច្រើនណាស់មានដើមច្រើនមែនតើគាត់អាចជ្រើសរើសបានតែខ្ញុំឆ្ងល់ថាហេតុអីបណ្ដាំដើមអំពិលទឹកប្រហែលជាធំមែកធំដែលគាត់គិតថាផ្ដល់មលុបល្អតែអំពិលទឹកបងប្អូនអំពិលទឹកក៏មានករណីច្រើនដែរហើយសាច់រឿងដែលតាក់ទិនជាមួយនឹងដើមអំពិលទឹកនេះក៏ខ្ញុំបានលើកមកនិយាយត្រួសមួយចំនួនផងដែរអញ្ចឹងវាអាចក្នុងករណីដែលគាត់ទៅកាប់ផ្ទះគេដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតទោះជាយ៉ាងណាក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់គាត់ទៅដល់សុគតិភពឲ្យរួចចាកពីអវាទរបស់ព្រាយឬក៏ខ្មោចបើសិនជាពួកនឹងពិតជាធ្វើកលគាត់រហូតដល់បាត់បង់ជីវិតមែនយើងចូលដល់សាច់រឿងចំណែកទី2នៃសាច់រឿងទី2របស់គាត់តើវាមានសភាពជាប់គ្នាដែរឬទេឬក៏វាមានភាពតាក់ទិនដែរឬទេខ្ញុំនឹងបង្ហាញពីមតិរបស់ខ្ញុំនៅក្រោយរឿងចូលដល់សាច់រឿងទី2ប៉ារបស់គាត់គឺជាបុគ្គលដែលមានជំងឺប្រចាំកាយដែលគេហៅថាទាកទឹកណាបងប្អូនពោះប៉ោងស្គល់អីចឹងទៅគាត់ធ្លាប់ព្យាបាលម្ដងហើយតែក្រោយមកគាត់ក៏កើតម្ដងទៀតគួរតែនិយាយថាគាត់លាប់ជំងឺហ្នឹងឲ្យកើតម្ដងទៀតក្រោយពីការលាប់ហើយគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាដងនេះការលាប់នេះมันអាចព្យាបាលជានោះទេអញ្ចឹងគាត់ត្រូវតែរងទុក្ខវេទនាជាមួយនឹងជំងឺហ្នឹងគាត់ត្រូវចំណាយពេលដែលរស់រានមានជីវិតហ្នឹងដែលសល់ដង្ហើមហ្នឹងឲ្យមានន័យជាទីបំផុតប៉ារបស់គាត់គឺស្ថិតនៅក្នុងស្ថានភាពមួយហ្នឹងរស់រហូតដល់គាត់អស់បុណ្យស្ថានភាពផ្ទះរបស់គាត់គឺផ្ទះរបស់គាត់នៅក្នុងសាលានៅក្នុងលបងសាលាតែម្ដងមិនមែននៅក្រៅលបងសាលាទេគឺនៅក្នុងរបៀបបងប្អូនដែលកើតជំនាន់9ឬក៏ជំនាន់8បងប្អូនដឹងហើយថាផ្ទះគ្រូមួយចំនួនគាត់បានថារបៀបសង់បន្ទប់នៅក្នុងបរិវេណសាលាតែម្ដងអញ្ចឹងផ្ទះរបស់គាត់គឺមានស្ថានភាពបែបហ្នឹងឯងផ្ទះរបស់គាត់គឺមានបដ ாய் ប្រហែលជា4ម៉ែត្រហើយទទឹង5ម៉ែត្រដែលមានបន្ទប់ទឹកនៅខាងក្រោយផ្ទះនៅក្នុងផ្ទះមិនមានបន្ទប់ទឹកនោះឡើយហើយនៅខាងក្រៅផ្ទះរបស់គាត់គឺមានដើមព្រីងធំចំនួន2ដើមបើសិនជាយើងបកក្រោយបន្តិចសួរថាតើហេតុអីមិនគាត់កើតគេទាកទឹកដោយសារតែប៉ារបស់គាត់ចូលចិត្តញ៉ាំគ្រឿងស្រវឹងគេហៅថាញៀនគ្រឿងស្រវឹងអញ្ចឹងដែលបង្កឲ្យមានអាការៈបែបហ្នឹងឯង
តែកាចរនហ្នឹងវាមិនមែនជាប៊ីយ៉ាដែលស្តង់ដារទេតែវាជារបៀបថាស្រាថ្នាំស្រាអីចឹងណាដែលត្រាំអីចឹងណាគឺរបៀបអញ្ចឹងឯងដែលបង្កឲ្យគាត់កើតជំងឺមួយហ្នឹងស្ថានភាពរបស់ឪពុករបស់គាត់គឺពិបាកដើរខ្លាំងមែនទែនដើរទៅពីងពើងអញ្ចឹងណាអញ្ចឹងក្នុងករណីហ្នឹងគាត់ធ្វើដំណើរមិនងាយស្រួលនោះទេគាត់ត្រូវការជំនួយពីឈើច្រត់ដោយសារតែគាត់មានជំងឺហើយជំងឺរបស់គាត់កាន់តែធ្វើទុកខ្លាំងទៅគាត់មិនអាចចេញទៅណាបានឆ្ងាយនោះទេតែគាត់ជាទម្លាប់គឺឧស្សាហ៍អង្គុយនៅមុខផ្ទះមែនតើគឺគាត់អង្គុយចំណាយពេលវេលាមើលគេមើលឯងកូនសិស្សហត់នៅក្នុងសាលាហ្នឹងហើយមើលចាបមើលបាក់សីមើលអីចឹងទៅមើលមេឃមើលផ្កាយមើលរុក្ខជាតិអីចឹងទៅគឺគាត់ចំណាយពេលបែបហ្នឹងឯងអ្វីត្បិតថាឪពុករបស់គាត់មានជំងឺមួយហ្នឹងក៏ដោយគាត់នៅតែបន្តពិសាស្រានៅក្នុងផ្ទះរបស់គាត់គឺអត់មានអ្នកណាម្នាក់ត្រឡប់ក្នុងការអុជធូបឬក៏សែនព្រេននោះទេមិនមានជំនាញផ្ទះក៏មិនមានប្រភពដែរពួកគាត់រស់នៅតាមបែបវិទ្យាសាស្ត្រតែម្ដងរំលងបានប្រហែលជាកន្លះខែរាប់ពីថ្ងៃដែលលោកគ្រូនាយកកាប់ដើមឈើចោលហើយបាត់បង់ជីវិតហ្នឹងប៉ាហើយនិងម៉ាក់របស់គាត់មានចំនួនខ្លាំងមែនទែនប៉ាហើយនិងម៉ាក់បន្ទាប់របស់គាត់ឆ្លោះគ្នាគាត់ថាមិនដឹងតែឆ្លោះគ្នារឿងអីឆ្លោះគ្នាខ្លាំងពេករហូតដល់ម្ដាយទី2របស់គាត់ខឹងមែនទែនហើយវិចប្រវិចរត់ទៅស្រុករបស់គាត់វិញអញ្ចឹងនៅក្នុងពេលវេលាជាថ្ងៃទី1នៃការកើតហេតុហ្នឹងគឺមានតែគាត់ហើយនឹងឪពុកគាត់តែប៉ុណ្ណោះដែលនៅក្នុងផ្ទះមួយហ្នឹងពួកគាត់កេងក្រែពីរផ្សេងគ្នាហើយការចម្លែកចេះតែកើតឡើងគាត់សង្កេតឃើញតែអញ្ចឹងប៉ារបស់គាត់ចាប់ផ្ដើមខ្លាយខុសប្រក្រតីណាប៉ុន្តែវាមិនមែនជាអាការៈជំងឺទេជំងឺទីទឹកมันអាចធ្វើឲ្យគាត់បាត់បង់សតិมันអាចធ្វើឲ្យគាត់រវើរវាយបានទេវាគាត់ពិបាកធ្វើតណាគាត់ឈឺគាត់អីហ្នឹងវាអាចទេប៉ុន្តែវាតាក់ទងជាមួយនឹងសតិរបស់គាត់ចាប់ផ្ដើមប្រែប្រួលអារម្មណ៍របស់គាត់ក៏ចាប់ផ្ដើមប្លែកនៅពេលដែលគាត់អង្គុយអញ្ចឹងទៅដើរនៅមុខផ្ទះឬក៏អង្គុយនៅមុខផ្ទះអញ្ចឹងគាត់ចាប់ផ្ដើមបង្ហាញអាការៈមួយដែលនិយាយម្នាក់ឯងដូចកំពុងតែនិយាយជាមួយមនុស្សម្នាក់ទៀតនៅជិតគាត់អញ្ចឹងមានថ្ងៃមួយជាថ្ងៃដើមហេតុឈុតធំគាត់ឃើញប៉ារបស់គាត់មានសភាពមិនស្រួលបែបហ្នឹងនិយាយម្នាក់ឯងបែបហ្នឹងគាត់ក៏សម្រេចចិត្តដើរសម្ដៅទៅកាន់ឪពុករបស់គាត់ទៅកាន់ប៉ារបស់គាត់ក៏បានកេះប៉ាថាប៉ាបែងធ្វើអីហ្នឹងប៉ាគាត់ស្រាប់តែបញ្ឈប់សកម្មភាពនិយាយរបៀបថាបែរមកស្ដាំកំពុងនិយាយគាត់ដើរមកខាងឆ្វេងអឺតមើលមកទេអត់មានមនុស្សណាឲ្យប៉ានិយាយជាមួយណាគេនិយាយដូចនិយាយមួយមនុស្សគាត់ដាច់ចិត្តកេះណាហើយឪពុករបស់គាត់ក៏ឈប់និយាយជាមួយមនុស្សខាងស្ដាំមកងាកមកមើលគាត់នៅខាងឆ្វេងនេះគឺទស្សនវិជ្ជាមួយហ្នឹងប៉ារបស់គាត់បែរមកមើលគាត់មិននិយាយអ្វីទាំងអស់ហើយក៏ដើរចូលផ្ទះបាត់ទៅរាប់ពីថ្ងៃស្អែកឡើងគាត់នៅតែបន្តអកប្បកិរិយាអរិយាបថនិយាយម្នាក់ឯងជារៀងរហូតអ្វីដែលម្ចាស់សាច់រឿងបានទទួលបានគឺជាសេចក្តីភ័យខ្លាចប៉ាគាត់មានជំងឺក្នុងនាមជាកូនដែលនៅតែ2នាក់ប៉ាគាត់មានជំងឺតិចទឹកមិនដែលបង្ហាញអាការៈនិយាយម្នាក់ឯងមិនដែលបង្ហាញអាការៈសតិបែបហ្នឹងវាមិនដែលហេតុអ្វីក្រោយពីមានចំនួនហើយស្រាប់តែឪពុករបស់គាត់ប្រែប្រួលទៅជាមនុស្សផ្សេងមួយទៀតអារម្មណ៍របស់គាត់ក៏ដិតដាមតាក់ទិនជាមួយរឿងគ្រូនាយកដែលកាប់ដើមឈើឡាងអីចឹងដែរអញ្ចឹងក្នុងករណីមួយហ្នឹងហើយដែលគាត់ចាប់ផ្ដើមខ្លាចខ្លាំងជាងមុនទៀតថ្ងៃបន្ទាប់ប៉ារបស់គាត់ក៏អង្គុយតាមទម្លាប់របស់គាត់អង្គុយសុកស្រាប់តែបែរមកសម្លឹងជាងផ្ទះរបស់គាត់អូយភឺក្បាលបណ្ដោយសម្លឹងមើលជាងផ្ទះរបស់គាត់ក៏ហើយក៏ស្រែកថាចេះអូអាយ៉យក្មួយឯងមកវិញហើយមកតាំងពីកាលក្មួយមិនបានពូអត់ដឹងអញ្ចឹងមិនបានអ៊ំអត់ដឹងអញ្ចឹងយ៉យគឺជាឈ្មោះរបស់បងចរូនមួយរបស់គាត់ដែលរស់នៅក្នុងទីក្រុងភ្នំពេញសកម្មភាពមួយហ្នឹងធ្វើឲ្យគាត់ភ្ញាក់មែនទែនប៉ារបស់គាត់ស្រែកដូចឃើញបងរបស់គាត់នៅហ្នឹងទាំងបងរបស់គាត់អត់នៅហ្នឹងទេអត់នៅតលតែសោះគាត់ក៏ដើរទៅសួរប៉ាថាចេះប៉ាណាគេប៉ាគាត់ក៏ឆ្លើយថានោះអាយ៉យវាមកវិញហើយតាគាត់ថាមានណាប៉ាអត់មានមនុស្សទេនៅនោះមានណាអញ្ចឹងទេតាគាត់គិតថាប្រហែលជាប៉ារបស់គាត់ស្វឹងហើយទើបនិយាយបែបហ្នឹងប្រហែលជាថ្ងៃស្អែកអីលែងអីហើយតែសេចក្តីភ័យខ្លាចរបស់គាត់គឺកាន់តែខ្លាំងហើយនៅតែមានជាប់ក្នុងខ្លួនរហូតបើសិនជាអត់មានក៏វាចម្លែកខ្លាំងដែរបងប្អូនបើខ្ញុំបើសិនជាខ្ញុំក៏ខ្ញុំភ័យដែរឥឡូវឧទាហរណ៍ដូចខ្ញុំថតជាមួយបងម៉ុងនៅក្នុង season ទី1នៅក្នុង season ទី2ខ្ញុំនៅពេលដែលខ្ញុំថតខ្ញុំមើលមុខគាត់តែគាត់មិនមែនមើលមុខខ្ញុំគាត់មើលក្រោយខ្នងខ្ញុំរបៀបចឹងយើងឃើញកៅភ្នែកចឹងសួរថាបងប្អូនមានអារម្មណ៍មិនទាំងរបៀបថាយើងអឺតមើលក្រោយចង់អត់មានអីផងបងឯងលេងខ្ញុំអារម្មណ៍មួយនឹងឯងដែលគាត់មានចំពោះឪពុកគាត់គាត់មនុស្សខ្លាចខ្មោចផងហើយគាត់
ប៉ារបស់គាត់នេះសុកនិយាយតែឯងនេះអាធំចំណុចហ្នឹងឯងដែលបង្កើនសំទុះនៃការខ្លាចរបស់គាត់នឹងកាន់តែកើនឡើងលបឿនកាន់តែឡើងខ្ពស់ទៅលឿនជាងមុនទៀតស្អែកឡើងបានមកដល់គាត់ឃើញប៉ារបស់គាត់អង្គុយនិយាយម្នាក់ឯងម្ដងទៀតហើយដងនេះគាត់ស្វាងចេះអត់ទាន់មានជាតិស្រានៅក្នុងខ្លួនសូម្បីតែមួយដំណក់កណ្ដាលថ្ងៃត្រង់តែម្ដងគាត់ឃើញអញ្ចឹងគាត់សួរប៉ាថាចេះប៉ាឯងនិយាយជាមួយណាគេប៉ាគាត់ថានេះនិយាយជាមួយអាយ៉យគាត់ថាមានមកពីណាប៉ារបស់គាត់បានឆ្លើយទៅចេះអត់មិនចានេះវាអង្គុយជាប់ប៉ាហ្នឹងនេះអង្គុយលើកអីមួយនេះកាលៈទេសៈមួយហ្នឹងដែលគាត់សម្លឹងឃើញកៅអីទទេហើយប៉ាគាត់អះអាងថាបងប្រុសគាត់ដែលមានជាមួយយ៉យហ្នឹងគឺអង្គុយនៅថ្វងហ្នឹងអារម្មណ៍មួយហ្នឹងតើជាអារម្មណ៍បែបណាបងប្អូនសាកសម័យមើលតើជាអារម្មណ៍បែបណាអូសាហាវពេកស្អែកឡើងបន្តទៀតគាត់បានទេទៅកាន់ម្ដាយរបស់គាត់ជាម្ដាយបន្ទាប់របស់គាត់ហ្នឹងណាដោយប្រាប់រឿងរ៉ាវទាំងអស់ថាអូយម៉ាប៉ាប្លែកខ្លាំងណាប៉ាចាប់ផ្ដើមវើវាឃើញមកយ៉យគាត់ចាប់ផ្ដើមនិយាយតែខ្លួនឯងហើយគាត់មើលទៅអញ្ចឹងគាត់និយាយដូចមានមនុស្សម្នាក់ទៀតនៅហ្នឹងអញ្ចឹងណាម៉ាក់ឥឡូវគិតម្ដាយរបស់គាត់ក៏បានបង្គាប់គាត់ឲ្យទិញផ្លែឈើហើយឲ្យធុងនៅមុខផ្ទះទៅកូនហើយធ្វើតាមគាត់ដោយមានការបន់ផ្សងថាបើសិនជាប៉ាខ្ញុំខុសឆ្គងអ្វីសូមកុំប្រកែប្រកាន់សូមកុំយកទោសបីអីដោះលែងគាត់ទៅគាត់ក៏បានធ្វើតាមមែនគាត់បានជាវនៅផ្លែឈើមួយចំនួនហើយគាត់ចាប់ផ្ដើមអុជធូបបន់ផ្សងតាមរបៀបដែលម្ដាយទី2របស់គាត់បានរៀបរាប់ហ្នឹងអ្វីហាក់ដូចជាបានធូរស្រាលប្រមាណថ្ងៃលែងមានសកម្មភាពចម្លែកទាំងថ្ងៃទាំងយប់បានតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះប៉ុន្មានថ្ងៃក្រោយទៀតប៉ារបស់គាត់ចាប់ផ្ដើមនិយាយម្នាក់ឯងសារជាថ្មីដងនេះនិយាយដូចអ្នកចិត្តខាងអញ្ចឹងជាការសន្ទនាមួយដូចសន្ទនាជាមួយអ្នកភូមិផងលបងជាមួយដូចអញ្ចឹងដូចគឺអារបៀបអើយបងអើយមិនហើយសោកសប្បាយអត់មិនហើយកូនមកឯងបានអីញ៉ាំអារបៀបអញ្ចឹងទាំងទីដែលគាត់និយាយជាមួយនោះមិនមានមនុស្សតលតែសោះមកដល់ពេលរាត្រីជាពេលយប់ហ្នឹងប៉ារបស់គាត់សុកស្រាប់តែស្រែហៅគាត់ទៅចេះកូនស្អីនោះនៅលើទ្វារអូយពឺក្បាលឡើងកាំងនិយាយអត់ចង់ចេញទេស្រួលអារម្មណ៍សិនគាត់បានស្រែកថាកូននោះស្អីគេនៅលើទ្វារគាត់ស្ទុះមកម្ចាស់ស្អីរឿងបានស្ទុះមកអីគេប៉ាគាត់ក៏ស្ងាត់ទៅវិញចម្លែកណាបងប្អូនអារបៀបខ្ញុំហៅថាអូនអានោះស្អីគេនៅពេលដែលប្អូនខ្ញុំដើរមកដល់ខ្ញុំបែរជានៅស្ងាត់ណាទៅជាមនុស្សមួយទៀតណាវាជាអារម្មណ៍ពីរផ្លាស់ប្ដូរមួយព្រឹបហ្នឹងណាបានបន្តិចគាត់ស្រែកទៀតណាកូនស្អីគេរត់នៅលើដំបូលផ្ទះរបស់យើងស្ថានភាពពេលហ្នឹងម្ដងស្រែកនៅលើអញ្ចាំងម្ដងស្រែកនៅលើដំបូលម្ដងស្រែកនៅគោះទ្វារផ្ទះម្ដងស្រែកនៅលើទ្វារផ្ទះជាស្ថានភាពដែលរញ៉េរញ៉ៃជាស្ថានភាពដែលច្បោកច្បល់ខ្លាំងមែនទែនស្ថានភាពនៅពេលហ្នឹងគាត់ភ័យខ្លាំងណាស់ភ័យឡើងញ័រដៃញ័រជើងភ័យឡើងចង់ទុនជង្គង់បានតែបន្តិចប៉ារបស់គាត់ស្រែកទៀតកូនណាគេបើកទ្វារចូលទេហើយបញ្ជាក់ប៉ារបស់គាត់មិនមានពិសាជាតិស្រវឹងមួយថ្ងៃពេញមិនមានពិសាទាល់តែសោះស្ថានភាពគឺស្វាងចេះលុះមកដល់ម៉ោងគេងកំពុងតែគេងលងលក់ប៉ារបស់គាត់បានស្រែកម្ដងទៀតមួយយប់ពេញហ្នឹងគឺញ៉ៃញ៉ៃមែនទែនស្រែកម្ដងអ្នកនេះចូលម្ដងអ្នកនោះចូលមិនដឹងថាស្អីឲ្យពិតប្រាកដផុតយប់ទី1នៃការកើតហេតុធំហ្នឹងចូលដល់យប់ទី2យប់នោះប៉ារបស់គាត់កាន់ឈើច្រត់ដើរទៅបន្ទោបង់នៅក្រៅផ្ទះបាញ់ដាក់ដើមឈើបាញ់ដាក់ផ្កាអញ្ចឹងទៅហើយគាត់មានភារកិច្ចដើម្បីគ្រាឪពុករបស់គាត់ចេញទៅខាងក្រៅដើម្បីឲ្យឪពុករបស់គាត់បន្ទោបង់គ្រាប៉ាគាត់បដើទាំងស្ថានភាពងងឹតស្លុបមិនមានភ្លើងអគ្គិសនីគ្រប់គ្រាន់កំពុងតែឈរបន្ទោបង់ប៉ារបស់គាត់សម្លឹងមើលទៅលើដើមឈើមួយគឺដើមព្រីងនឹងឯងនៅមុខផ្ទះគាត់សម្លឹងមើលដើមឈើហើយស្រែកថាអាណាគេនឹងនៅលើដើមព្រីងស្មាននឹងឲ្យពួកឯងឡើងដើមព្រីងទៅអីធ្វើអីគេពួកឯងគាត់ថាពេលហ្នឹងបងអើយគាត់ថាបងព្រលឹងរបស់ខ្ញុំរត់ចាញ់ស៊ីស្អីហ្នឹងអស់ហើយរត់ចាញ់មកគឺភ័យខ្លាំងមែនទែនពួកគាត់លឺប៉ាគាត់ចែងអញ្ចឹងគាត់ស្រឡឹងមើលទៅលើដើមព្រីងហ្នឹងអត់មានអីផងហ្នឹងមានតែដើមព្រីងទៅទេបែរជាប៉ារបស់គាត់ច្អល់ហើយស្រែកថាពួកឯងធ្វើអីនៅលើដើមព្រីងហ្នឹងស្មាននឹងពួកឯងឡើងធ្វើអីឡើងឡាប៉ាគាត់បន្តនិយាយដដែលអារម្មណ៍របស់គាត់ពេលហ្នឹងសឹងតែរត់ចោលប៉ាគាត់ហើយចូលផ្ទះចាក់សោហ្មងគឺអារម្មណ៍ពេលហ្នឹងគឺអញ្ចឹងគាត់បានស្រែកថាចេះប៉ាឯងស្រែកអីគេស្មានហ្នឹងឯងមានណាគេឡើងដើមព្រីងទៀតប៉ារបស់គាត់ថាចុះឯងមិនមើលនោះពួកវាឡើងលើដើមព្រីងសិតតាមមនុស្សនោះគាត់មើលបែបណាព្យាយាមស្រឡឹងបែបណាគឺមិនឃើញអ្វីទាំងអស់បន្ទោបងរួចហើយគាត់ក៏គ្រាប៉ារបស់គាត់ចូលមកក្នុងផ្ទះវិញតែនៅពេលដែលដើរមកចូលក្នុងផ្ទះនេះប៉ារបស់គាត់អារម្មណ៍គឺនៅដើមព្រីងអារបៀបដើរកូនគ្រាហើយប៉ុន្តែករបស់គាត់ងាកទៅមើលដើមព្រីងហ្នឹងអាលឿបអស់ចិត្តពួកអាហ្នឹងណាគេមិនក៏ឡើងដើមព្រីងហ្នឹងទាំងយប់ស្ថានភាពហ្នឹងគឺបែបហ្នឹងផុតមួយយប់ទៀតដល់ស្អែកឡើង
គាត់បានតាក់ទងទៅកាន់លោកយាយរបស់គាត់ហើយលោកយាយរបស់គាត់ក៏រកអ្នកខ្លាំងឲ្យមកជួយក្រោយពីការរៀបចំពិធីនានាប៉ារបស់គាត់ក៏ចាប់ផ្ដើមធូរស្បើយចាប់ផ្ដើមលែងរវើរវាយចាប់ផ្ដើមអាសតិទាំងអស់ហ្នឹងចាប់ផ្ដើមមូលឡើងវិញចាប់ផ្ដើមនិយាយដូចមនុស្សម្នាធម្មតាលែងឃើញអីច្រើនដូចមុនហើយលែងឃើញឈុតធំដូចមុនហើយម្ដងម្កាលគាត់នៅតែនិយាយម្នាក់ឯងគ្រាន់តែមិនមែនជាឈុតធំដូចមុនទេអានិយាយមួយម៉ាត់ដែលគាត់យូរទៅក៏មានអារម្មណ៍ថាខ្លាចរហូតដល់ស្វន់ដែរមកដល់បច្ចុប្បន្ននេះបានតែមួយរយៈក្រោយទៀតប៉ារបស់គាត់ក៏ទទួលអនិច្ចកម្មដោយជំងឺទាកទឹករបស់គាត់នឹងឯងហើយនេះគឺជាសាច់រឿងទាំងមូលរបស់ប្អូនប្រុសដែលបានចែករំលែកមកហើយអរគុណមែនទែនសម្រាប់សាច់រឿងមួយនេះអរគុណនៅសេចក្តីក្លាហានរបស់ម្ចាស់សាច់រឿងដែលតាំងចិត្តយកសាច់រឿងទាំងអស់នេះមកចែករំលែកមកកាន់កម្មវិធីជាអ្វីខ្ញុំសង្ឃឹមថាការបកស្រាយរបស់សាច់រឿងប្រិយមិត្តមួយនេះមិនធ្វើឲ្យបងប្អូនខកបំណងទេតែសម្រាប់ខ្ញុំផ្ទាល់ក្នុងស្ថានភាពទាំងមូលវាពិតជាចលាចលវាពិតជាអនាធិបតេយ្យវាពិតជាអញ្ញាញ៉ៃខ្លាំងមែនទែនក្នុងវ័យក្មេងនៅជាមួយឪពុកតែ2នាក់ស្ថានភាពមិនមានភ្លើងអគ្គិសនីគ្រប់គ្រាន់ងងឹតស្លុបតែឪពុកគាត់បែរជាឃើញរបស់ផ្ដេសផ្ដាស់ឃើញរបស់ទៅពីវាពិតជាសាហាវបងប្អូនវាពិតជាសាហាវខ្លាំងមែនទែនតើសួរថាតើវាអាចតាក់ទិនជាមួយនឹងដើមជ្រៃដែលលោកគ្រូគាត់បានកាប់ដែរទេខ្ញុំមិនដឹងថាតាក់ទិនអត់ទេតែវាអាចតាក់ទិនក៏វាមិនអាចតាក់ទិនដែរបានន័យថាដោយសារតែលោកគ្រូនាយកគាត់បានកាប់បំផ្លាញផ្ទះរបស់គេដែលធ្វើឲ្យគេលែងមានទីជម្រកហើយគេហ្នឹងក៏រញ៉េរញ៉ៃពេញវាពេញកាលនៅទីធ្លាម្ដុំសាលាហ្នឹងវាអាចទៅរួចឬក៏ជាស្ថានភាពគប់ជួនស្របពេលដែលឪពុករបស់គាត់បានធ្លាក់ខ្លួនឈឺដែលធ្វើឲ្យរាសីទាំងអស់ធ្លាក់ដល់កម្រិតមួយដែលអាចមើលឃើញពួកហ្នឹងជាក់ស្ដែងទីតាំងនោះគឺជាមន្ទីរពេទ្យចំនួនដើមពាក្យថាមន្ទីរពេទ្យចំនួនដើមប្រកាសជាមានអ្នកស្លាប់តិចឬក៏ច្រើនហើយក៏មិនច្បាស់ថាបងប្អូនរបស់អ្នកស្លាប់នឹងអាចយកព្រលឹងចេញបានឬក៏បានបោះបង់ចោលនៅកន្លែងហ្នឹងក៏ពួកយើងអត់ដឹងដែរដែលធ្វើព្រលឹងទាំងអស់ហ្នឹងវាវិលវល់នៅត្រង់ចំណុចហ្នឹងក៏អាចដែរនៅកន្លែងមន្ទីរពេទ្យគឺជាកន្លែងដែលសម្បូរដោយធម៌ពលអវិជ្ជមានបើយើងនិយាយអំពីហុងស៊ុយវិញព្រោះមន្ទីរពេទ្យសិតតែអ្នកឈឺហ្នឹងអ្នកឈឺណាមានរិស័យល្អដោយសារតែមានការស្លាប់ដោយសារតែបណ្ដុំរាសីនឹងកាន់តែច្រើនឬក៏អាចផ្លាស់ប្ដូរទីតាំងមួយនឹងឲ្យคล้ายទៅជាទីតាំងមួយដែលមានធម៌ពលអវិជ្ជមានខ្ពស់ដែលតាក់ទាញអមនុស្សដែលមានឫទ្ធិខ្លាំងមកទីតាំងកន្លែងនឹងដើម្បីកែនកនទ័ពរបស់គេកែនកនកូនចៅរបស់គេក៏ថាបានអញ្ចឹងក្នុងករណីច្រើនមែនទែនដែលអាចទៅរួចដដែលខ្ញុំមិនមែនអ្នកចេះទេវាគ្រាន់តែជាអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានស្ដាប់ឮពីគ្រូពីអ្នកបកែមួយចំនួនដែលនិយាយបែបហ្នឹងពីជ្រុងវិទ្យាសាស្ត្រខាងផ្នែកអបិយជំនឿហុងស៊ុយឬក៏ពីជ្រុងគ្រូខ្មែរគ្រូបារាណគ្រូជនជាតិអីចឹងទៅអញ្ចឹងចំណុចទាំងអស់នេះហើយដែលខ្ញុំចូលចិត្តស្ដាប់ហើយខ្ញុំយកមកផ្គុំយកគ្នាតើរឿងអ្វីខ្លះដែលអាចទៅរួចសង្ឃឹមថាសាច់រឿងមួយនេះធ្វើឲ្យបងប្អូនញាក់សាច់តែម្ដងតែឥឡូវនេះយើងចូលដល់សាច់រឿងចុងបញ្ចប់សម្រាប់សាច់រឿងទី3នេះផងដែរខ្ញុំគិតថាចាំដល់ season ទី3ចាំខ្ញុំយកមកនិយាយតែគិតសពទៅនិយាយឲ្យហើយតែម្ដងទៅព្រោះសាច់រឿងមួយនេះទាំងមូលគឺខ្ញុំហ៊ានឲ្យមេដៃហ្មងថាវាសាហាវតែខ្ញុំមិនដឹងថាពេលដែលខ្ញុំនិយាយទៅវាសាហាវប៉ុណ្ណាអត់ទេណាតែវាសាហាវខ្ញុំថាសាហាវតោះយើងចូលដល់សាច់រឿងទី3រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2008ជារឿងរ៉ាវដែលមានសភាពរន្ធត់ដកជាប់រហូតដល់ពេលបច្ចុប្បន្ននៅក្នុងខួរក្បាលរបស់ម្ចាស់សាច់រឿងតើរឿងរ៉ាវទាំងអស់មានសភាពបែបណាម្ចាស់សាច់រឿងមានបងប្អូនទាំងអស់ចំនួន7នាក់ប្រុស4ស្រី3ហើយគាត់គឺជាកូនស្រីពៅអញ្ចឹងមានន័យថាបងប្អូន7នាក់មិនមែន4មុខប្រុសហើយ3ក្រោយស្រីទេមិនមែនអញ្ចឹងទេវាមានចន្លោះរបៀបថាបងទី1ប្រុសបងទី2ស្រីបងទី3ស្រីបងទី4ប្រុសអីចឹងទៅរបៀបចឹងតាមលំដាប់ដោយហើយបងប្រុសទី6របស់គាត់មានជំងឺពីធម្មជាតិមកគឺគាត់មានអាការៈតដឹកអញ្ចឹងបើសិនជាបងប្អូនអត់ដែលស្គាល់ថាតើតដឹកនឹងរបៀបម៉េចទេគឺมันអាចនិយាយភាសាដូចយើងអញ្ចឹងបានទេអញ្ចឹងឧបមាថាបើខ្ញុំប្រើពាក្យថាខ្ញុំទៅផ្សារអ្នកដែលមានអាការៈតដឹកនឹងប្រកាសជានិយាយថាខ្ញុំទៅផ្សាររបៀបអញ្ចឹងឯងអញ្ចឹងទម្រាំចេញមួយឃ្លាគឺមានរយៈពេលយូរខ្លាំងមែនទែនហើយពេលខ្លះក៏ពិបាកក្នុងការប្រស្រ័យតាក់ទងដែរប៉ាម៉ាក់របស់គាត់បានលែងលះគ្នាក្រោយពីលែងលះគ្នាហើយតាំងពីគាត់នៅក្មេងហ្នឹងប៉ារបស់គាត់ក៏បានទៅសាងភ្នោះនៅក្នុងវត្តមួយកន្លែងនៅទីក្រុងតាខ្មៅ
ភារកិច្ចចិញ្ចឹមកូនទាំង7នាក់បានធ្លាក់ទៅលើម្ដាយរបស់គាត់នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់គឺមានសភាពយ៉ាប់យ៉ឺនខ្លាំងមែនទែនក្រខ្សត់ខ្លាំងមែនទែនលំបាកជាទីបំផុតបានតែមួយរយៈបន្តិចម្ដាយរបស់គាត់ក៏បានឃើញគ្រួសារក្រោយថ្មីគឺជាឪពុកទី2របស់គាត់នឹងឯងគាត់ការនេះគឺដើម្បីសម្រួលជីវភាពរបស់ក្រុមគ្រួសាររបស់គាត់បំណាច់ថាមានចំណូលមួយទៀតអញ្ចឹងវាល្អខ្លាំងវាអាចទប់គ្នាបានចិញ្ចឹមកូន7នាក់ពេលនោះម្ដាយរបស់គាត់បានជួលផ្ទះមួយកន្លែងនៅម្ដុំពោធិ៍ចិនតុងរស់នៅយ៉ាងសុខដុមរមនាតួមានសភាពក្រខ្សត់ខ្វះមុខខ្វះក្រោយបែបណាមិនដែលមានរឿងផ្នែកអបិយជំនឿណាមួយដែលបានកើតឡើងនោះទេរំលងបានប្រហែលជាយូរបន្តិចបងប្រុសទី1របស់គាត់ក៏ពេញកន្លោះហើយក៏មានគ្រួសារក៏ចាក់ចេញរស់នៅខាងប្រពន្ធបាត់ទៅចំណែកឯបងស្រីទី2របស់គាត់បានបន្តិចក៏មានគ្រួសារដូចគ្នាដែរហើយក៏ចាក់ចេញដូចគ្នាពេលនោះម្ដាយរបស់គាត់មានកូនទាំងអស់5នាក់នៅក្នុងបន្ទុកនៅឡើយដែលសរុបមកគឺមានបងប្រុស3នាក់និងបងស្រីម្នាក់ព្រមទាំងគាត់ជាកូនស្រីពៅមួយរយៈក្រោយមកប៉ារបស់គាត់ប៉ាទី1ដែលបង្កើតគាត់នឹងជាប៉ាដើមនឹងដែលគាត់បួសជាព្រះសង្ឃបានសុំកូនប្រុសទី5និងទី6យកទៅវត្តដើម្បីសម្រាប់បន្ទុកភរិយារបស់គាត់ហើយឲ្យកូនគាត់នឹងបានរៀនសូត្រផងព្រមទាំងរៀនធម៌រៀនអាខ្លះទៅបំពេញចំណេះម្ដាយរបស់គាត់ក៏យល់ព្រមពីពេលនោះមកបងប្រុសគាត់ទាំង2នាក់ពោលគឺបងប្រុសទី5និងទី6ក៏វិច្ចប្រវិច្ចទៅនៅជាមួយឪពុករបស់គាត់ធ្វើជាក្មេងវត្តបម្រើការក្នុងវត្តហើយក៏ឆ្លៀតពេលរៀនសូត្រនោះឯងមួយរយៈធំទៅមុខទៀតម្ដាយរបស់គាត់រកស៊ីកាន់តែល្អឡើងចេះតែកាក់កបរទៅដាក់ទៅឲ្យចេះតែត្រូវកើនចំណូលមានជីវភាពរៀងធូរធារបន្តិចស្របពេលដែលបងស្រីទី4របស់គាត់មានការងារធ្វើដែរចឹងអាចរកប្រាក់ចំណូលផ្គូផ្សំគ្នាមានឪពុកទី2គាត់ផងបងស្រីទី4របស់គាត់ផងម្ដាយរបស់គាត់រកស៊ីល្អផងវាផ្គូផ្សំគ្នាធ្វើឲ្យចំណូលរបស់គាត់មានជីវភាពធូរស្រាលជាងមុនពួកគាត់ឃើញស្ថានភាពគ្រួសារបែបនេះពួកគាត់ក៏ពិភាក្សាគ្នាថាចេះម៉ាក់របស់គាត់បានចេញយោបល់ថាឥឡូវយើងធូរស្រាលខ្លាំងជាងមុនហើយអាណិតប្អូនទី5ហើយទី6ទៅនៅវត្តមិនដឹងមានអីញ៉ាំគ្រប់អត់រស់ដោយសារតែចង្ហាន់របស់លោករស់ដោយសារតែទៀនរបស់ប្រសក់ដែលទៅវខ្វះខាតអីចឹងទៅឥឡូវជីវភាពរបស់យើងល្អយកពួកហ្នឹងមកវិញមកសម្រាប់ចិត្តបែបហ្នឹងហើយពួកគាត់ក៏តម្រង់ដំណើរទៅឯវត្តដែលឪពុករបស់គាត់បានបួសហ្នឹងក្រោយពីប្រាប់ពីរឿងរ៉ាវពីជីវភាពអស់ហើយឪពុករបស់គាត់ដែលជាព្រះសង្ឃក៏បានមានសង្ឃិកាយល់ព្រមឲ្យបងប្រុសរបស់គាត់ទាំង2នាក់ត្រឡប់មកផ្ទះវិញក្រោយជុំគ្នាម្ដងទៀតសារជាថ្មីម្ដាយរបស់គាត់បានដាក់គាត់និងបងប្រុសទាំង2នាក់ពោលគឺបងប្រុសទី5ទី6ហ្នឹងឲ្យចូលរៀននៅសាលារដ្ឋគឺជាសាលាពោធិ៍ចិនតុងនឹងឯងរៀនបានមួយរយៈកូនម្នាក់ចាប់ផ្ដើមរីកមានចាប់ផ្ដើមលូតលាស់រៀងធំដែរផ្ទះដែលធ្លាប់តែទូលាយចាប់ផ្ដើមចង្អៀតជាងមុនចាប់ផ្ដើមខ្វះកន្លែងគេងកន្លែងផ្ទាល់ខ្លួនឡាក់បំណាច់ថាម្ដាយរបស់គាត់និងបងស្រីរបស់គាត់រកទាំងឪពុកទី2របស់គាត់មានចំណូលដែលធ្វើឲ្យជីវភាពគ្រួសារកាន់តែល្អហើយពួកគាត់ក៏មានគំនិតថាយើងគិតរកផ្ទះមួយកន្លែងទៅឲ្យយើងធំជាងហ្នឹងទៅឲ្យរស់នៅឲ្យស្រួលបន្តិចក្រោយពីសម្រេចសម្រួលគ្នាហើយឯកភាពគ្នាអស់ហើយម្ដាយរបស់គាត់បានពឹងភ្នាក់ងារអចលនទ្រព្យជំនាន់ហ្នឹងគេហៅថាគក់ជេណាមិនមែនភ្នាក់ងារដែលមានស្តង់ដារទេតែរបៀបគក់ជេផ្ទះគក់ជេដីអីចឹងទៅដើម្បីស្វែងរកផ្ទះមួយដែលសមល្មមតម្លៃសមរម្យឲ្យស័ក្តិសមជាមួយនឹងជីវភាពព្រោះដោយសារតែគាត់ត្រូវចិញ្ចឹមកូន4នាក់នៅក្នុងបន្ទុកដូចគ្នាដែរទោះអ្វីត្បិតថាកូនស្រីច្បងដែលនៅបច្ចុប្បន្នហ្នឹងមានប្រាក់ចំណូលក្តីតែត្រូវមានប្រាក់បំរុងដូចគ្នាដែរគុកជេនឹងបានស្វែងរកផ្ទះមួយដែលមានទីតាំងម្ដុំខ្ញុំមិនបញ្ជាក់ទីតាំងទេតែនៅគៀកនៅក្នុងកណ្ដាលទីក្រុងនឹងតែម្ដងតែខ្ញុំប្រហែលទីតាំងចេះវិញខ្ញុំមិនហ៊ាននិយាយឲ្យចំទេតែខ្ញុំប្រហែលទីតាំងថាបើសិនជាបងប្អូនជិះពីពោធិ៍ចិនតុងចូលមកដល់ទីក្រុងភ្នំពេញកណ្ដាលទីក្រុងវិញត្រូវឆ្លងកាត់ខណ្ឌមួយហ្នឹងត្រូវឆ្លងកាត់សាលាធំមួយហ្នឹងមុនគេសិនមុននឹងចូលទៅដល់ខ្ញុំនិយាយប្រប៉ាត់ហ្នឹងចោះចឹងបងប្អូនសិក្សាខ្លួនឯងទៅថានៅម្ដុំណាផ្ទះនោះគឺជាផ្ទះរបៀបវីឡាកូនកាត់មិនមែនជាផ្ទះល្វែងចំតែម្ដងទេតែការសាងសង់នឹងរបៀបវីឡាដូចគ្នាដែរចឹងបងស្រីរបស់គាត់និងម៉ាក់របស់គាត់ពេញចិត្តផ្ទះនឹងខ្លាំងមែនទែន
ម្ចាស់ផ្ទះក៏ចរចាជាមួយគាត់តម្រូវឲ្យបង់1ខែហើយកក់1ខែតាមការស្នើសុំរបស់ម្ចាស់ផ្ទះហ្នឹងតម្លៃពេលហ្នឹងគឺគាត់មិនមែនជួលផ្ទះមួយជុងហ្នឹងតែម្ដងទេគឺម្ចាស់ផ្ទះគេនៅជាន់ក្រោមហើយគាត់ត្រូវជួលពីជាន់ទី1ឡើងទៅហើយគាត់ត្រូវជួលនៅជាន់ទី1តម្លៃគឺនៅក្នុង1ខែបង់តម្លៃចំនួន$75តែនៅក្នុងឆ្នាំ2008$75គឺថ្លៃបើសិនជាយើងប្រៀបធៀបតម្លៃហ្នឹងជាមួយនឹងផ្ទះដែលគាត់ទទួលបានដែលគាត់រស់នៅហ្នឹងក៏វាស័ក្តិសមគ្នាដែរមួយតម្លៃ$75ហ្នឹងពួកគាត់មិនគិតយូរគាត់គិតថាតួថ្លៃប៉ុណ្ណាបរិយាកាសគឺល្អនៅកណ្ដាលទីប្រជុំជនមានសាលានៅជិតនឹងផងនោះគាត់ក៏សម្រេចចិត្តថាគាត់ជួលផ្ទះមួយហ្នឹងពួកគាត់ចាប់ផ្ដើមរើអីវ៉ាន់ចូលពួកគាត់ថាផ្ទះហ្នឹងគឺស្អាតមែនទែនទោះគាត់ស្ថិតនៅជាន់ទី1ក្តីតែនៅពីលើជាន់ទី1ហ្នឹងគឺមានរបៀបថាវាលមួយទៀតដែលឡើងចរើទៅពីផ្ទះជំនាន់ដើមបងប្អូនធម្មតាអានលើដំបូលហ្នឹងគេរៀបរបៀបឥតកសែងណាគេទុកអាកន្លែងហ្នឹងខែលោសង់ឡើងនៅពេលដែលគេមានលុយឬក៏គេទុកអាងស្តុកទឹកវាអត់មានដំបូលបិទចិត្តទេវាជាទីវាលហ្មងដែលគេរៀបឥតកសែងអីចឹងទៅគឺមានសភាពទីធ្លាបែបហ្នឹងឯងថ្ងៃទី1ជាថ្ងៃដែលពួកគាត់រើអីវ៉ាន់ចូលមកដល់ផ្ទះនៅពេលដែលពងតែលើកអីវ៉ាន់ឡើងចរើហ្នឹងបងស្រីគាត់ស្រាប់តែឃើញមានមនុស្សម្នាក់អឺតមើលគាត់ពីលើពីជាន់របស់គាត់រស់នៅគាត់ឃើញមួយផ្លែតហ្នឹងគាត់ក៏សួរថាម៉ាក់ណាគេហ្នឹងមួយរំពេចហ្នឹងបងប្រុសទី6របស់គាត់បញ្ជាក់ម្ដងទៀតណាហើយលោកបងប្អូនភ្លេចបងប្រុសទី6និងបងប្រុសទី5របស់គាត់គឺនៅវត្តជាមួយនឹងលោកតាដែលជាឪពុករបស់គាត់បួសនៅក្នុងណាទើបតែរើមកជុំគ្នាហើយមកជួបផ្ទះមួយហ្នឹងបងប្រុសទី6របស់គាត់នេះក៏លន់មាត់ថាអញ្ចឹងផ្ទះហ្នឹងជាផ្ទះដែលមានមនុស្សស្លាប់3នាក់ម៉ាក់របស់គាត់ឮបែបហ្នឹងខឹងខ្លាំងមែនទែនហើយប្រាប់ថាណែមិននិយាយអីផ្ដេសផ្ដាសអញ្ចឹងប្រយ័ត្នម៉ាក់វាយតើបងប្រុសទី6របស់គាត់ឃើញអ្វីហេតុអ្វីបានដឹងថាផ្ទះមួយហ្នឹងមានមនុស្សស្លាប់រហូតទៅដល់3នាក់បន្ទាប់មកពួកគាត់ក៏បញ្ជូនអីវ៉ាន់ជាបណ្ដើអីចឹងទៅស្របពេលដែលរើឡើងដល់អស់ហើយពួកគាត់សង្កេតឃើញថាអញ្ចឹងនៅសងខាងចណ្ដើដែលឡើងទៅជាន់របស់គាត់ហ្នឹងមានបិទបាំងដោយស័ង្កសីបងប្អូនយល់កន្លែងហ្នឹងមានថាអាចដើឡើងហ្នឹងគឺបិទស័ង្កសីពីដៃចដើរហូតដល់ពីដានគឺបិទចិត្តតែម្ដងដែលយើងឡើងចដើទៅយើងមិនអាចមើលទៅផ្ទះអ្នកចិត្តខាងបានឬក៏មើលទៅបរិយាកាសណាគឺមើលអត់បានទេគឺងងឹតស្លុបតែម្ដងគូបាំងស័ង្កសីសងខាងគឺចិត្តមើលទៅគាត់មានអារម្មណ៍ថាដូចការពារអ្វីមួយដូចវាថាខ្លាចធ្លាក់ចដើអញ្ចឹងណាឬក៏មានអ្នកណានៅដែលមិនចង់ឲ្យគេដឹងថាមានមនុស្សឡើងចុះអីចឹងក្នុងករណីហ្នឹងហើយដែលគេបាំងស័ង្កសីឲ្យចិត្តហ្នឹងតែវាក៏ហាក់ដូចជាការបិទបាំងបងប្រុសទី3របស់គាត់ក៏លន់មាត់ថាអ្នកនៅទីក្រុងគេមិនសូវរាប់ញៀតទេណាសុកចិត្តបាំងស័ង្កសីអត់ឲ្យឃើញគ្នាអញ្ចឹងណាបាំងលឹងចិត្តអស់ហ្មងម៉ាក់គាត់ក៏តបថាតែប៉ុណ្្នឹងឯងអ្នកនៅទីក្រុងមិនសូវរាប់ញៀតដូចអ្នកនៅតាមជាយក្រុងឬអ្នកនៅតាមជនបទទេនៅពេលដែលចូលទៅដល់ក្នុងផ្ទះជំហានទី1ម្ចាស់សាច់រឿងបានក្រឡេកឃើញទូស្ពង់មួយហើយនឹងក្រែម៉ាសាមួយដែលស្តៀងជាមួយនឹងក្រែពេទ្យគាត់ក៏លេចឃើញក្រែនឹងភ្លាមគាត់ឃើញគាត់សប្បាយចិត្តហើយរបៀបក្មេងៗឃើញរបស់ថ្មីអីអញ្ចឹងដែលទុកអីអញ្ចឹងណាអញ្ចឹងគាត់ក៏ស្ទុះរត់ហក់ឡើងទៅដេកនៅលើក្រែហ្នឹងហើយប្រាប់ថាក្រែនេះខ្ញុំយកឯណាល្មមខ្លួនតែម្ដងបងប្រុសទី1ឃើញគាត់រត់ឡើងទៅលើក្រែមួយហ្នឹងបងប្រុសទី6របស់គាត់ដែលទើបតែប្រាប់ថាមានមនុស្សស្លាប់3នាក់ហ្នឹងណាក៏លន់មាត់និយាយប្រាប់ថាក្រែហ្នឹងគេអូសសពចាញ់ចុះទៅដល់ក្រោមគេប្រើក្រែមួយហ្នឹងអូយភឺក្បាលម៉ាក់របស់គាត់គ្រាន់តែឮពាក្យមួយម៉ាត់ហ្នឹងស្ដីឲ្យបងប្រុសរបស់គាត់ខ្លាំងមែនទែនខ្លាំងជាងមុនទៀតជាការស្ដីឲ្យលើកទី2បន្ទាប់មកពួកគាត់ក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់នៅក្នុងផ្ទះពួកគាត់បោសផ្ទះបដាចាប់ផ្ដើមអង្គិលអីវ៉ាន់បោសពីមុខរហូតដល់ក្រោយបោសបដារហូតដល់ប្រទះឃើញរបស់មួយយ៉ាងរបស់នោះគឺជាខ្សែអំបោះពណ៌សមួយដុំចងជាប់នឹងសសរនៅក្នុងផ្ទះខាងមុខនិងចង្រឹងបង្អួចបានន័យថាចង្រឹងបង្អួចក៏ចងសសរនៅពីមុខផ្ទះក៏ចងដែរម្ដាយរបស់គាត់ក៏ឃើញដែរមិនពិចារណាច្រើនថាជាអំបោះបែបណាហាក់ដូចជាមិនជឿទៅលើរឿងអបិយជំនឿផងគាត់ក៏ទាញក្បិតមកកាត់ផ្ដាច់អំបោះពណ៌សហ្នឹងក្នុងចិត្តរបស់គាត់ក៏គិតថាអំបោះស្អីមកចង់ទៅពីហ្នឹងឬក៏គាត់អាចគិតថាចង់ចឹងបើក្មេងៗឃើញនាំតែខ្លាចកាត់ចោលបណ្ដោយទៅដែលជារឿងបណ្ដាលចិត្តដែលធ្វើឲ្យគាត់កាត់អំបោះហ្នឹងបងប្រុសរបស់គាត់ទី6ហ្នឹងគាត់ឃើញចឹងស្រែកកាត់ម្ដាយរបស់គាត់ថាម៉ាក់គុំកាត់ខ្សែមួយហ្នឹងខ្សែហ្នឹងលោកតាអ្នកចងទេលើកនេះម្ដាយរបស់គាត់បែរមកគាត់ខឹងខ្លាំងខឹងទប់លែងជាប់
ះបងប្រុសគាត់ចំនួន3 4ដៃមួយទំហឹងហើយគម្រាមទៀតថាបើសិនតែហ៊ាននិយាយអីផ្ដាស់ទៀតបងប្រុសគាត់នឹងត្រូវធ្ងន់ជាងនឹងទៀតក្រោយពីស្ថានភាពបែបហ្នឹងបងប្រុសរបស់គាត់ក៏ចាប់ផ្ដើមរក្សាភាពស្ងប់ស្ងាត់លែងហ៊ាននិយាយអ្វីទាំងអស់មិនដឹងថាគាត់ឃើញអ្វីមិនដឹងថាគាត់ដឹងរឿងរ៉ាវអ្វីមិនដឹងតតែសោះហេតុអ្វីបានគាត់និយាយអីចម្លែកបែបហ្នឹងម្នាក់ក៏បន្តរៀបចំបន្តទៀតនៅក្នុងយប់នោះសោផ្ទះរបស់គាត់បានគាំងហើយម្ដាយរបស់គាត់បានទេហៅម្ចាស់ផ្ទះដែលនៅខាងក្រោមផ្ទះនោះដើម្បីសុំជំនួយឲ្យរកជាងពួកគាត់ទើបតែចូលមកចំណូលថ្មីអត់ដឹងជាងអីនៅណាផងហ្នឹងហើយម្ចាស់ផ្ទះនៅខាងក្រោមមានទំនួលខុសត្រូវក្នុងការដោះស្រាយឲ្យគាត់អញ្ចឹងទៅគាត់ទេទៅនិយាយរៀបរាប់ពីបញ្ហាទាំងអស់ម្ចាស់ផ្ទះហាក់ដូចជាមិនអើពើឲ្យប្រាប់ថាឥឡូវយប់ហើយស្អែកចាំខ្ញុំដោះស្រាយទៅគាត់មិនព្រមឡើងតតែសោះតែម្ដងមិនដឹងថាហេតុអីមិនគាត់មិនព្រមឡើងគាត់មិនឆ្លើយតែម្ដាយរបស់គាត់របៀបនិយាយកាត់ថាបងឯងមិនអោយដោះស្រាយមិនផ្ទះខ្ញុំនៅជាន់ទី1ហើយចុះបើគេផ្លោះចូលមកកូនខ្ញុំកូនមានកូនស្រីហើយកូនទូចមកកំផ្លោកទៀតនេះកូនពៅខ្ញុំកូនស្រីទៀតហើយបើសិនជាគេផ្លោះចូលមកធ្វើអីទៅគិតមិនបងឯងត្រូវដោះស្រាយឲ្យខ្ញុំយប់ហ្នឹងម្ចាស់ផ្ទះអត់តរ៉េះអត់ដឹងតែឆ្លើយថាម៉េចហើយក៏ប្រាប់ម្ដាយគាត់ថាឥឡូវមើលក៏មើលដែរឥឡូវជួយឲ្យណាគេចុះមកយកខ្ញុំបន្តិចណែពេលនោះម្នាក់ក៏អត់មានចម្ងល់អីក៏អត់មានឆ្ងល់អត់មានចិត្តអីមួយដកថាទេហើយគាត់នៅផ្ទះខ្លួនឯងសោះឡើងមកមើលមកវាថៃចាំបាច់ឲ្យមានណាគេចោះទៅយកអត់មានណាគេឆ្ងល់ម្ដាយរបស់គាត់ក៏បញ្ជាឲ្យបងប្រុសរបស់គាត់ចោះទៅយកម្ចាស់ផ្ទះដើម្បីឲ្យគាត់មកធ្វើសោកគាំងនឹងបន្ទាប់ពីទៅយកហើយម្ចាស់ផ្ទះបានដោះស្រាយបញ្ហាសោកគាំងរួចហើយក៏សុំពឹងឲ្យបងប្រុសរបស់គាត់ជូនគាត់ចោះត្រឡប់ទៅវិញត្រង់ចំណុចហ្នឹងម្ដាយរបស់គាត់ក៏អត់មានចម្ងល់អីដែរក៏អត់មានឆ្ងល់អីដែរគាត់គិតថាប្រហែលល្ងិតអីចឹងឬក៏ម្ដុំហ្នឹងអសុវត្ថិភាពបែបណាទើបបានគាត់ផ្សំសាច់រឿងបាំងសង្កសីនាំគេផ្លោះចូលនាំគេអីចឹងណាចឹងក្នុងករណីហ្នឹងគាត់អត់មានចម្ងល់អ្វីទាំងអស់រំលងបានប្រហែលជា2ថ្ងៃម៉ាក់របស់គាត់ដោយសារតែមានជីវភាពល្អមិនដាក់កូនពៅទៅក្នុងសាលារដ្ឋនោះទេតែឲ្យរៀននៅក្នុងសាលាឯកជនដែលជិតផ្ទះតែម្ដងបងប្រុសរបស់គាត់ទាំងពីរពលគឺបងទី5និងបងទី6មិនបានចូលរៀននោះទេពេលចូលដល់សាលាគឺគាត់សប្បាយរីករាយខ្លាំងសប្បាយខ្លាំងមែនទែនសប្បាយជាងរៀនពីសាលារដ្ឋទៀតគឺសប្បាយមានកម្មវិធីប្លែកវាល្អជាងសាលារដ្ឋជាដើមឡាគាត់បានរាប់អានមិត្តភ័ក្តិច្រើនមែនទែនតែអ្នកដែលគាត់ស្និទ្ធជាងគេគឺជាក្មេងម្នាក់ដែលមានអាយុប្រហែលជាសបាគាត់ដូចគ្នាហើយក្មេងម្នាក់ហ្នឹងគឺជាកុមារីនិយាយត្រូវគ្នាខ្លាំងណាស់នៅពេលចេញលេងគាត់តែងតែលេងតែ2នាក់ជុំគ្នារបៀបថាទៅណាលេងជាមួយណាគេក៏ដោយត្រូវតែមាន2នាក់ហ្នឹងទៅជាមួយគ្នាតែញ៉ាំអីក៏ទៅញ៉ាំជុំគ្នាទិញអីក៏ទិញជុំគ្នាធ្វើអ្វីក៏ធ្វើជុំគ្នារហូតដល់ល្ងាចឡើងបងប្រុសរបស់គាត់បានជិះកង់មកយកគាត់ត្រឡប់ទៅផ្ទះវិញរំលងពីនឹងបាន 2-3 ថ្ងៃទៀតរឿងហេតុមួយក៏បានកើតឡើងគាត់ប្រាប់តែចេះជើងរបស់គាត់ពាក់ស្បែកជើងជាប់រហូតនៅក្នុងផ្ទះមិនមានអ្វីមុតគាត់មិនបានដើរទៅជន់អ្វីឲ្យមានរបួសជើងអត់មានញ៉ាំអីខុសគឺអត់ទាល់តែសោះតែសុកជើងរបស់គាត់ប្រែជាហើមខ្លាំងមែនទែនដោយមិនដឹងមូលហេតុស្របពេលដែលគាត់ឈឺជើងនឹងនៅក្នុងផ្ទះរបស់គាត់ចាប់ផ្ដើមមានរឿងប្លែកកើតឡើងដែលមិនសមមានន័យថាធ្លាប់តែរស់នៅដោយសុខដុមរមនាតែរាប់ចាប់ពីគាត់ឈឺជើងនឹងម្ដាយរបស់គាត់បងស្រីរបស់គាត់និងប៉ាក្រោយរបស់គាត់នោះឆ្លោះគ្នាមិនចេះចប់ឆ្លោះគ្នារឿងតូចតាចក៏ខ្លាចទៅជារឿងធំរឿងមិនត្រូវជាឆ្លោះក៏ខ្លាចទៅជាជម្លោះនៅថ្ងៃទី5នៃការចូលរៀនរបស់គាត់ក៏ជាពេលវេលាដែលគាត់មិនទាន់ជាសះស្បើយពីជើងរបស់គាត់ដែរប៉ុន្តែជំងឺរបស់គាត់ការហើមជើងរបស់គាត់ហ្នឹងកាន់តែធ្វើទុកខ្លាំងឡើងស្របពេលដែលរៀបចេញពីរៀនហ្នឹងក៏មានភ្លៀងធ្លាក់ខ្លាំងមែនទែននៅល្ងាចនោះគាត់មិនមានជំរឿសគាត់ក៏អង្គុយចាំបងគាត់ជាមួយនឹងមិត្តភ័ក្តិដែលទើបតែរាប់អានគ្នាហ្នឹងអង្គុយនៅមុខសាលារហូតដល់រាំងភ្លៀងទើបបានបងប្រុសគាត់ជិះកង់មកដល់មកទទួលគាត់ត្រឡប់ទៅផ្ទះវិញគាត់បានឡើងកង់ទាំងពីរបាជិះកង់បណ្ដើររហូតដល់ផ្ទះបងប្រុសរបស់គាត់ចាប់អារម្មណ៍ថាមានមនុស្សម្នាក់ជិះកង់ក្រោយតាមគាត់ពីក្រោយក៏លេងមើលទៅក៏ឃើញថាមានកុមារីម្នាក់គាត់ក៏តាំងចិត្តសួរប្អូនរបស់គាត់ថាអូនឯងស្គាល់ក្មេងស្រីនោះអត់ពួកម៉ែអូនឯងមែនប្អូនរបស់គាត់ជាម្ចាស់សាច់រឿងក៏បានប្រាប់ថាអូមិត្តភក្តិខ្ញុំតាហើយជិះតាមពីក្រោយទៅអីមកដល់ផ្ទះដល់ចំណុចនេះគាត់បន្តជិះហើយគាត់បក់ដៃរបៀបបាយដាក់មិត្តភក្តិគាត់អីអញ្ចឹងណារហូតមកដល់មុខផ្ទះឈប់កង់មិត្តភក្តិរបស់គាត់គ្រាន់តែឃើញផ្ទះនឹងភ្លាមបត់កង់មួយទំហឹងថយក្រោយតែម្ដងអត់មានចាំយូរ
គាត់ឆ្ងល់មែនតើថាហើយខំជីពីណាពីណីជីមកតាមក្រួយរហូតដល់ហ្នឹងហើយរឿងអីគ្រាន់តែមកឈប់និយាយគ្នាលាគ្នាមួយម៉ាត់ក៏មិនបានរត់ចោលគ្នាអញ្ចឹងតែម្ដងអូប្រហែលបញ្ញាប់ទៅផ្ទះខ្លាចម៉ាក់ស្ដីឲ្យដឹងអ្វីក៏ប្រតិបត្តិការទៅតាមធម្មតាញ៉ាំបាយល្ងាចឪពុកម្ដាយរបស់គាត់ក៏នៅតែឆ្លោះគ្នាជាមួយបងស្រីជាដើមឡាលុះស្អែកឡើងជើងរបស់គាត់ឈឺកាន់តែខ្លាំងជាងមុនទៀតនៅពេលដែលទៅដល់សាលារៀនគាត់បានជួបមិត្តភក្តិរបស់គាត់នឹងមិនទាន់បានតាំងសួរផងព្រោះគាត់តាំងចិត្តថាជួបគាត់នឹងសួរថាល្ងាចមិញជូនឯងទៅដល់ទេព្រមលាឯងមួយម៉ាត់ហើយមិនក៏បកកង់ទៅក្រោយម៉េះមិនទាន់បានហើបមាត់សួរសំណួរនឹងផងគ្រាន់តែជួបមុខភ្លាមមិត្តភក្តិគាត់ហាកាត់សួរគាត់តែម្ដងសួរថាអញ្ចឹងណែមិត្តភក្តិឯងនឹងរស់នៅផ្ទះហ្នឹងមែនគាត់ថាហ្នឹងហើយផ្ទះហ្នឹងផ្ទះខ្ញុំនៅមិត្តភក្តិរបស់គាត់ក៏បានឆ្លើយថាបើសិនជាឯងនិយាយមិត្តភក្តិឯងកុំខឹងណាគាត់ក៏បានឆ្លើយថាមកនិយាយមកមិនវិធីមិនគ្រាន់តែឃើញផ្ទះហ្នឹងក៏រត់ចោលគ្នាអញ្ចឹងមិត្តភក្តិរបស់គាត់ថាផ្ទះហ្នឹងមុនហ្នឹងមានមនុស្សស្លាប់រហូតដល់ចំនួន3នាក់ពលគឺប្រុស2ហើយស្រី1ហើយសិតតែជាជនជាតិចិនទៀតគ្រាន់តែឮប៉ុណ្្នឹងសំឡេងរបស់បងប្រុសរបស់គាត់ជាបងប្រុសទី6ដែលប្រាប់ម៉ាក់គាត់តាំងពីដំបូងថាផ្ទះហ្នឹងមានមនុស្សស្លាប់3នាក់ណាដោយវាចាក់ផ្សាយម្ដងទៀតលោតសំឡេងម្ដងទៀតនៅក្នុងខួរក្បាលរបស់គាត់ស្របពេលដែលមិត្តភក្តិគាត់និយាយវាដូចគ្នាខ្លាំងពេកពេលដែលឮមិត្តភក្តិគាត់និយាយបែបហ្នឹងគាត់ភ្ញាក់ខ្លាំងមែនទែនសួរថាហាហើយមិនគាត់ដឹងថាកន្លែងហ្នឹងផ្ទះហ្នឹងមានមនុស្សស្លាប់ហើយដឹងមកពីណាមិត្តភក្តិរបស់គាត់ក៏ប្រាប់ថាមិនក៏មិនដឹងបើមិត្តភក្តិគាត់អ្នកនៅម្ដុំហ្នឹងណាគេក៏ដឹងដែរអ្នកនៅម្ដុំហ្នឹងណាគេក៏ដឹងគ្រប់គ្នាដែរតែបញ្ហាថាស្លាប់ដោយសារអីគឺអត់ដឹងច្បាស់ទេអត់មានណាគេដឹងច្បាស់ទេដឹងតែមានមនុស្សស្លាប់ទាំងអស់ចំនួន3នាក់ក្រោយពីការសន្ទនាមួយហ្នឹងហើយពួកគាត់ក៏បន្តរៀនសូត្រតែម្ចាស់សាច់រឿងចាប់ផ្ដើមមានការថ្នាក់ចិត្តមួយទំហឹងហើយមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តមានអារម្មណ៍មិនធម្មតាហើយលុះចេញពីរៀនគាត់ក៏ចាំបងគាត់មកទទួលដោយរាល់ដងតាមផ្លូវត្រឡប់ទៅផ្ទះវិញគាត់ក៏បានបងប្រាប់បងប្រុសតាមដំណើរសាច់រឿងដែលមិត្តភក្តិរបស់គាត់ហ្នឹងបាននិយាយគ្នាបណ្ដាគាត់បានបកស្រាយចប់ហើយបងប្រុសរបស់គាត់ក៏បាននិយាយថាអញ្ចឹងតាទើបបានគាត់ចេះតែឃើញគាត់និយាយមួយម៉ាត់ប៉ុណ្ណឹងគាត់អត់បាននិយាយថាឃើញស្អីគាត់អត់បាននិយាយថាបទពិសោធន៍របស់គាត់ស្អីទេអត់មាននិយាយទេគាត់ថាអញ្ចឹងតាទើបបានគាត់ចេះតែឃើញម្ចាស់សាច់រឿងមានគម្រោងថាអញ្ចឹងពេលទៅដល់ផ្ទះគាត់នឹងប្រាប់ម្ដាយគាត់ពីដំណើរសាច់រឿងនៅអ្វីដែលមិត្តភក្តិរបស់គាត់បានប្រាប់នឹងឯងប៉ុន្តែនៅពេលដែលគាត់បានមកដល់ផ្ទះគាត់ឃើញម៉ាក់គាត់កំពុងតែនិយាយទូរស័ព្ទឆ្លោះគ្នាខ្លាំងមែនទែនជាមួយនឹងមិត្តភក្តិរបស់គាត់ឆ្លោះគ្នារកខុសត្រូវរហូតដល់របៀបថាហ៊ាននិយាយអញ្ចឹងបើខ្លាំងស្បត់ខ្លាំងនិយាយតទល់គ្នារបៀបឆ្លោះគ្នាខ្លាំងហ្មងគាត់ដើរទៅចិត្តម៉ាក់របស់គាត់រោប្រាប់ម្ដាយរបស់គាត់តែម្ដាយរបស់គាត់ស្រែកឆ្លោះគ្នាកាន់តែស្រែកខ្លាំងទៅបងប្អូនយល់ថាមនុស្សឆ្លោះគ្នានិយាយតាមទូរស័ព្ទគឺស្រែកអត់មានគិតថាផ្ទុះទូរស័ព្ទអត់ទេគឺស្រែកយកឈ្នះរៀងខ្លួនណាឆ្លោះមិនឆ្អែតទេម្ដាយរបស់គាត់បានប្រាប់ប្តីគាត់ថាអញ្ចឹងមកជូនគាត់ទៅតិចទៅមិត្តភក្តិដើម្បីនិយាយគ្នាឲ្យដឹងខុសត្រូវមើលតែអ្វីដែលសំខាន់គឺម្ដាយរបស់គាត់មិនបានអើពើថាជើងរបស់គាត់ឈឺកម្រិតណាដំណើរកូនស្រីដូចអ្វីដែលកូនស្រីពើដើរមកគឺអត់មានមនុស្សដើរមកបិទបាំងឈឹងតែម្ដងដោយសារតែភ្លើងកំហឹងគឺត្រូវតែរកឈ្នះចាញ់ត្រូវតែរកយុទ្ធធម៌ភ្លាមចេញទៅត្រុយតែម្ដងគាត់គ្មានឱកាសទាល់តែសោះក្នុងការប្រាប់ម្ដាយគាត់ថាអ្វីទៅដែលគាត់បានដឹងតើនេះជាការបង្វៀងពីអមនុស្សឬក៏យ៉ាងណាយើងអត់ដឹងថ្ងៃនោះជើងរបស់គាត់ហើមកាន់តែខ្លាំងទៅខ្លាំងជាងថ្ងៃមុនគាត់ថាបើសិនជាថ្ងៃមុនគាត់ថាគាត់ឈឺ10ដងនឹងឈឺ1000ហ្មងគឺឈឺខ្លាំងមែនទែនដើរស្ទើរតែអត់រួចមេឃកាន់តែត្រជាក់ជើងគាត់កាន់តែឈឺមេឃបន្តតែធ្លាក់អន្សើមអាកាសធាតុកាន់តែត្រជាក់ទៅភ្លៀងធ្លាក់មិនឈប់ទាល់តែសោះយប់ឡើងបងប្រុសរបស់គាត់ទាំង3នាក់បានឡើងទៅងូតទឹកភ្លៀងនៅលើដំបូលផ្ទះហើយក៏បបួលគ្នាឡើងទៅដែរប៉ុន្តែដោយសារតែជើងរបស់គាត់ឈឺខ្លាំងពេកគាត់ឡើងចរាអត់រួចទេឡើងទៅមួយជាន់ទៀតអត់រួចទេខ្លាចល្អិលផងខ្លាចអីផងគាត់ក៏គ្មានជំរើសក៏គេងនៅក្នុងបន្ទប់ម្នាក់ឯងនេះគឺជាហេតុការណ៍ដែលស្ដែងបំផុតដែលកើតឡើងចំពោះគាត់ស្របពេលដែលគាត់នៅក្នុងបន្ទប់ម្នាក់ឯងជាហេតុការណ៍លើកទី1ដែលធ្វើឲ្យគាត់ដឹងថាលើលោកនេះពិតជាមានខ្មោចមែនក្រោយពីគាត់សម្លឹងឃើញបងប្រុសទាំង3នាក់ឡើងទៅដល់ជាន់ខាងលើហើយគាត់បានរំកិលខ្លួនដើរទាំងជើងឈឺដើរប៉ាក់ពើកតម្រង់ទៅគ្រែគេងរបស់គាត់នៅចុងជើងគ្រែរបស់គាត់គឺមានទូតាំងមួយដែលម្ដាយគាត់ទិញឲ្យគាត់ទូនោះគឺមានកញ្ចក់ល្មមមកឆ្លោះខ្លួនឯងឃើញពាក់កណ្ដាលខ្លួនណាបើសិនជាឈរទៅគឺឃើញពាក់កណ្ដាលខ្លួនវាធំល្មមដែរតែទីតាំងកញ្ចក់ហ្នឹងគឺឆ្លោះជាមួយនឹងពេលដែលគាត់គេងនឹងឯង
គាត់បានរំកិលខ្លួនឡើងនៅលើគ្រែហើយផ្ដេកខ្លួនតាមសម្រួលដោយដាក់ក្បាលនៅលើខ្នើយនៅពេលដែលគាត់បានដាក់ក្បាលនៅលើខ្នើយគាត់ក៏ងាកទៅមើលកញ្ចក់អូយព្រឺតើអ្វីទៅដែលគាត់បានឃើញនៅក្នុងកញ្ចក់នោះអ្វីដែលគាត់ឃើញនៅពេលដែលគាត់ដាក់ក្បាលដល់នោះមើលទៅកញ្ចក់ឆ្លោះមកគាត់អ្វីដែលគាត់ឃើញគឺមានមនុស្សស្រីម្នាក់សក់ខ្លីអង្គុយបែរខ្នងពីលើក្បាលរបស់គាត់អារបៀបអង្គុយពីលើក្បាលតែបែរខ្នងមកក្បាលរបស់គាត់គឺបែបហ្នឹងឯងគាត់ឃើញចឹងគាត់ស្លុតខ្លាំងមែនទែនគាត់បានងាកមើលពីលើក្បាលរបស់គាត់អត់មានឃើញអ្វីទាំងអស់គាត់បានងាកមើលទៅកញ្ចក់តែឃើញមនុស្សស្រីម្នាក់នឹងឆ្លោះពីគេអូយព្រឺបាហូមខ្លាំងគាត់ឃើញម្នាក់ស្រីនឹងក្នុងកញ្ចក់គាត់ងាកទៅមើលលើម្ដងទៀតអត់មានមនុស្សទាំងអស់មើលទៅក្នុងកញ្ចក់ឃើញនៅនឹងទៀតគាត់ងាកចុះងាកឡើងក្នុងកញ្ចក់ឃើញនៅលើក្បាលគឺមិនមានមនុស្សតតែសោះគាត់ស្លុតខ្លាំងពេកកាំងដៃកាំងជើងគម្រោកអត់រួចស្លុតបាក់ស្មារតីអានេះបានន័យថាបាក់ស្បាតតែម្ដងគាត់ប្រឹងបិទភ្នែកអត់ចង់ឃើញទៀតទេទាំងញ័រខ្លួនដូចសត្វត្រូវទឹកចឹងបានតែបន្តិចបងប្រុសរបស់គាត់បានចុះត្រឡប់មកវិញគាត់បើកភ្នែកក៏លែងឃើញមនុស្សស្រីម្នាក់នោះនៅក្នុងកញ្ចក់ទៀតអារម្មណ៍របស់គាត់ក៏បានធូរស្រាលគាត់ឮបងប្រុសរបស់គាត់ជជែកគ្នាដោយគាត់ចាប់ពាក្យថាចេះទុកសារ៉ាងនឹងឲ្យម៉ាក់មើលគាត់ឮបងប្រុសជជែកគ្នាបែបហ្នឹងគាត់ក៏ឆ្ងល់ថាចេះជជែកគ្នារឿងអីទុកសារ៉ាងស្អីគេឲ្យបងអីបងប្រុសទី6របស់គាត់ក៏និយាយថាចេះបើសិនជាគាត់ប្រាប់ម៉ាក់ហើយថាមានមនុស្សស្លាប់រហូតដល់3នាក់នៅក្នុងហ្នឹងម៉ាក់អត់ជឿទេអញ្ចឹងឥឡូវទុកសារ៉ាងនៅហ្នឹងទុកឲ្យម៉ាក់មើលខ្លួនឯងជាផោះតាំងហើយអ្នកផ្សេងក៏សួរថាម៉េចសារ៉ាងហ្នឹងវាថៃហើយបងប្រុសទី6គាត់ក៏បន្តថាសារ៉ាងហ្នឹងគឺពួកហ្នឹងយកមកប្រើគ្រឿងញៀនហ្នឹងឯងពួកហ្នឹងសំដៅទៅលើចិនទាំង3នាក់ដែលបានស្លាប់បាត់បង់ជីវិតដែលគាត់អះអាងថាមានចិនស្លាប់បាត់បង់ជីវិតនៅក្នុងហ្នឹងទាំង3នាក់ហ្នឹងគឺប្រើសារ៉ាងហ្នឹងជាឧបករណ៍សម្រាប់បញ្ចូលគ្រឿងញៀនចូលទៅក្នុងខ្លួននៅពេលដែលម៉ាក់ហើយនឹងឪពុកទី2របស់គាត់ត្រឡប់មកវិញម្នាក់ក៏បានយកសាច់រឿងទាំងអស់បូករួមជាមួយម្ចាស់សាច់រឿងដែលដឹងដំណឹងពីមិត្តភ័ក្តិរបស់គាត់ហ្នឹងយកទៅបញ្ចូលសាច់រឿងទាំងអស់ទៅប្រាប់ម្ដាយរបស់គាត់ឲ្យបានដឹងដងនេះម្ដាយរបស់គាត់លែងគំរាមអ្នកណាគេម្នាក់ហើយលែងសម្លុតអ្នកណាគេម្នាក់ហើយតែមានសភាពបិទមាត់ឡើងចិត្តតែម្ដងសូម្បីតែបងស្រីរបស់គាត់នឹងក៏បិទមាត់ចិត្តដែរលែងមានលែងប្រកែកលែងស្ដីឲ្យលែងថៃផ្ដេសផ្ដាស់ដូចទទួលយកអារបៀបថាទឹកមុខមួយដែលថាមិនជួបតែខ្ញុំផងហ្នឹងអ្នកផ្សេងជួបដែរគឺទឹកមុខបែបហ្នឹងឯងបងស្រីរបស់គាត់បាននិយាយថាអូអញ្ចឹងតាំងពីនៅផ្ទះហ្នឹងចេះតែមានអារម្មណ៍ចម្លែកចេះតែមានគេមើលឬក៏ចេះតែមានអារម្មណ៍ថាមានគេលួចដើរតាមចេះតែមានអារម្មណ៍ថាក្តៅក្រហាយតើអារម្មណ៍របស់បងស្រីរបស់គាត់ហ្នឹងកើតឡើងរបៀបម៉េចអ្វីដែលបានកើតឡើងចំពោះបងស្រីគាត់គឺមានសភាពបែបនេះគ្រប់ពេលដែលគាត់ចូលទៅងូតទឹកម្ដងគឺយូរខ្លាំងមែនទែនអារបៀបថាមុនពេលចូលបន្ទប់ទឹកគាត់មើលម៉ោងឧទាហរណ៍ថាម៉ោង3ល្ងាចអីចឹងទៅនៅពេលដែលគាត់មុជទឹកហ្នឹងគាត់គិតថាគាត់មុជទឹកលឿនទេប៉ុន្តែចេះតែមុជទឹកទៅចេះតែមានអារម្មណ៍ថាដូចដួសបន្តដួសដោយអត់ដឹងខ្លួនជាសកម្មភាពមុជទឹកដដែលយូរខ្លាំងមែនទែនរហូតដល់គាត់ចេញមកវិញមើលទៅម៉ោង5បាត់របៀបអញ្ចឹងគឺគាត់អត់មានដឹងខ្លួនថាខ្លួនឯងមុជទឹកយូរថាហេតុអ្វីបានបណ្ដាលឲ្យគាត់មុជទឹកយូរគាត់អត់ដឹងតតែសោះតែគឺយូរខ្លាំងខុសធម្មតាពេលខ្លះនៅពេលដែលគាត់មុជទឹកទៅគាត់ស្លុងពេលដែលគាត់ដឹងខ្លួនមកវិញស្រាប់តែឃើញខ្លួនឯងនៅក្នុងអាងទឹកវិញហើយជិត 2-3 ម៉ោងបាត់ទៅហើយហ្នឹងបកមកម្ដាយរបស់គាត់វិញដែលព្រមទម្លាយរឿងថាតើគាត់បានជួបអ្វីខ្លះដែលអ្នកអះអាងថាកុំឲ្យបងខ្លួនឯងនិយាយផ្ដេសផ្ដាស់នេះម្ដាយរបស់គាត់និងឪពុកក្រោយរបស់គាត់នេះប្រាប់ថាគាត់យល់សពសឹងតែរាល់ថ្ងៃយល់សពមិនលួសទាល់តែសោះគាត់ឃើញមនុស្សប្រុសដដែល2នាក់និងមានមនុស្សស្រីម្នាក់ឈរហើយចង្អុលឲ្យគាត់ចេញក្រៅទ្វារចង្អុលគាត់ហើយចង្អុលទៅទ្វាររបៀបថាចេញតែមិនមានហើបមាត់ក៏មិននិយាយអីដែររបៀបថាចង្អុលហើយចង្អុលទៅទ្វារគាត់នៅក្នុងយល់សពហ្នឹងគឺដឹងហ្មងគឺគេដេញថាឲ្យចេញហើយចេញភ្លាមចេញជាបន្ទាន់ក្រោយពិភាក្សាគ្នាដឹងរឿងហើយម្ដាយរបស់គាត់ក៏ចោះតាំងចិត្តហ្មងចោះទៅសួរម្ចាស់ផ្ទះថាឥឡូវផ្ទះហ្នឹងវាមានរឿងអីប្រកបឲ្យដឹងសខ្មៅហ្មងឲ្យដឹងសខ្មៅឲ្យដឹងខ្មៅអ្វីដែលហួសចិត្តបំផុតជាចម្លើយដែលទទួលបានគឺចំណុចមួយនេះអ្នកដែលជួលផ្ទះឲ្យគាត់ដែលគាត់គិតថាជាម្ចាស់ផ្ទះនោះមិនមែនជាម្ចាស់ផ្ទះទេគឺជាអ្នកជួលផ្ទះតពីម្ចាស់ផ្ទះដែរតែដោយសារតែគាត់មិនហ៊ាននៅជាន់ហ្នឹងហើយដើម្បីសម្រាលបន្ទុកការបង់ថ្លៃឈ្នួលរបស់គាត់ក៏សម្រេចចិត្តយកជាន់ទី1ហ្នឹងជួលបន្តឲ្យទៅម្ដាយរបស់គាត់នឹងឯងម៉ាក់របស់គាត់ឮហើយគឺធ្លាក់ថ្លើមក្តុកតែម្ដងហើយក៏សួរថាឥឡូវបាញ់និយាយរឿងហ្នឹងទៅបងឯងមិនមែនម្ចាស់ផ្ទះក៏មិនមែនម្ចាស់ផ្ទះទេឥឡូវសួរថាតើផ្ទះហ្នឹងមានរឿងអីអ្នកដែលជួលបន្តនោះបានប្រាប់ថារឿងរ៉ាវទាំងអស់គឺមានមនុស្សស្លាប់3នាក់ជាជនជាតិចិនប្រុស2នាក់ស្រី1នាក់
ដូចនឹងអ្វីដែលមិត្តភក្តិរបស់ម្ចាស់សាច់រឿងប្រាប់ទៅម្ចាស់សាច់រឿងបេះបិទតែម្ដងគាត់ថានៅក្នុងថ្ងៃនោះវាមិនដឹងថាមានរឿងអ្វីតែមានចិនម្នាក់ជាមនុស្សប្រុសបានបាញ់សម្លាប់មនុស្ស2នាក់ទៀតហើយក៏បាញ់សម្លាប់ខ្លួនឯងប្រហែលជាភ្លើងប្រច័ណ្ឌប្រហែលជារបៀបយករបស់គ្នាឯងអញ្ចឹងហើយទៅបានខឹងខ្លាំងពេកបាញ់សម្លាប់2នាក់ហើយក៏បាញ់សម្លាប់ខ្លួនឯងជាហេតុបែបហ្នឹងឯងក្រោយដឹងថាសាច់រឿងទាំងអស់បែបណាហើយម្ដាយរបស់គាត់ឡើងមកលើវិញក៏តាំងចិត្តមកសួរបងទី6សួរថាមើលប្រាប់ម៉ាក់តាមត្រង់មើលមិនក៏ដឹងថាមានមនុស្សស្លាប់កូនឯងបានឃើញខ្មោចមែនឬក៏មិនអ្នកនរគ្នាដឹងថាបងប្រុសទី6របស់គាត់នឹងនិយាយថាម៉េចទេទៅកាន់ម្ដាយរបស់គាត់ចម្លើយនោះគឺពេលដែលកើតហេតុភ្លាមនៅពេលដែលគេបាញ់សម្លាប់គ្នាភ្លាមនេះម្ចាស់ផ្ទះដើមហ្មងបានទៅនិមន្តលោកចំនួន3អង្គមកទីតាំងដើម្បីប្រោះព្រំរងាប់វិញ្ញាណដែលបានស្លាប់ព្រោះនេះយើងរាប់ថាជាវិញ្ញាណតៃហោងហើយលោកទាំង3អង្គមាន1អង្គគឺជាប៉ារបស់គាត់នឹងឯងដែលគង់នៅវត្តទីក្រុងតាខ្មៅហ្នឹងណាគឺ1អង្គនៅក្នុងនឹងឯងពេលនោះបដិជគុណដែលជាឪពុកបានឲ្យបងទី5ទៅជាមួយនឹងគាត់តែបងទី5របស់គាត់នេះខ្លាចខ្លាំងពេកអត់ហ៊ានទៅចឹងហើយទៅបងទី6ហ្នឹងទៅជំនួសមកដល់ទីតាំងផ្ទះនេះតែម្ដងគាត់បានឃើញគ្រប់សកម្មភាពស្ដែងរាប់ចាប់តាំងពីសាកសពដែលដេកដួលនៅក្នុងថ្លុកឈាមរហូតដល់ការសែងសពចុះរហូតដល់ខាងក្រោមហើយគាត់ឃើញឪពុករបស់គាត់ដែលជាបដិជគុណហ្នឹងបានយកខ្សែសីមាទៅចងនឹងតសហើយនឹងចង្រឹងបង្អួចនឹងឯងដោយយកកំបោរទៅគូសគ្រប់ទិសនៅក្នុងផ្ទះនឹងមកដល់ចំណុចនេះអ្នកនៅក្នុងផ្ទះទាំងអស់មិនដឹងថានៅក្នុងផ្ទះនឹងត្រូវបានគូសកំបោរនោះទេគឺអត់បានឃើញទេនៅពេលដែលដឹងថារឿងនឹងអស់ហើយម្ដាយរបស់គាត់ដូចមិនសូវជឿចង់ដឹងថាតើវាពិតប៉ុណ្ណាម្ដាយរបស់គាត់ក៏បបួលសមាជិកក្នុងផ្ទះទាំងអស់មកដើរតាមថារបៀបថាមើលកូនឯងថាបដិជគុណទៅគូសកំបោរឥឡូវគូសកន្លែងណាខ្លះប្រាប់មើលបងប្រុសទី6ក៏ច្រឡថាគូកន្លែងនោះអញ្ចឹងសមាជិកបានទៅដល់ទីតាំងដែលបងប្រុសគាត់ច្រឡហ្នឹងបើកមើលពិតជាមានកំបោរពិតប្រាកដមែនពេលនោះហើយដែលបងស្រីរបស់គាត់ប្រាប់ម៉ាក់ថាម៉ាក់រើចេញឥឡូវកុំស្ដាយលុយម្ដាយរបស់គាត់នៅតែស្ដាយលុយហើយគាត់ក៏គិតថាឥឡូវកុំរើចេញចិត្តតិចសិនទៅឥឡូវចេះទៅយើងគិតថានិមន្តព្រះសង្ឃមកសូត្របដិញសិនទៅឬក៏មកសូត្ររងាប់វិញ្ញាណនៅក្នុងនឹងសិនទៅបងស្រីរបស់គាត់ក៏ឯកភាពបន្ទាប់ពីម្ដាយរបស់គាត់បាននិមន្តព្រះសង្ឃ2អង្គនិងអាចារ្យម្នាក់មកសូត្រនៅក្នុងផ្ទះនឹងហើយម្ដាយរបស់គាត់បានទូលពីរឿងលំអិតដែលកើតឡើងនៅក្នុងផ្ទះនឹងទៅកាន់ព្រះសង្ឃទាំង2អង្គអ្វីដែលចម្លែកគឺព្រះសង្ឃទាំង2អង្គរៀបចំពិធីទាំងមូលគឺអត់ដល់1ម៉ោងគឺសូត្របញ្ញាប់សូត្រកាត់គ្រាន់សូត្រឲ្យភ្លាមប្រចចេញទៅបាត់និមន្តចេញទៅបាត់ទាំងអាចារ្យទាំងព្រះសង្ឃគឺនិមន្តចេញទៅបាត់មិនដឹងថាព្រះសង្ឃបានឃើញអ្វីគឺមិនដឹងតែសូត្រលឿនមែនតើហើយរត់ចេញលឿនមែនតើចាក់ចេញទាំងសភាពតក់ក្រហល់រួចរាល់ពីកម្មវិធីហើយម្ដាយរបស់គាត់គិតថាប្រហែលលេងអីហើយសូត្រហើយប្រោះព្រំទឹកមុនអីហើយអស់ហើយអញ្ចឹងយប់នោះដឹងតែគេងធម្មតាហើយនៅក្នុងយប់នោះម្ដាយរបស់គាត់និងឪពុកទី2របស់គាត់ហ្នឹងសុកទាញកូនប្រុសទាំងអស់ហ្នឹងរត់ចេញមកគេងខាងក្រៅជុំគ្នាដោយទុកគាត់ហើយនឹងបងស្រីរបស់គាត់ហ្នឹងនៅគេងនៅក្នុងបន្ទប់តែ2នាក់សំណួរសួរថាតើមានរឿងអ្វីព្រឹកឡើងគាត់ងើបមកគាត់ឃើញបាត់មនុស្សទៅណាអស់ហើយចេញមកក្រៅមិនក៏ឃើញគេងជុំគ្នាអញ្ចឹងគាត់ក៏សួរបងប្រុសរបស់គាត់ថាមិនមកគេងមកអញ្ចឹងនៅខាងក្រៅហ្នឹងមិនក៏មិនព្រមហៅពួកខ្ញុំមកគេងផងបងប្រុសទី6របស់គាត់បានប្រាប់ថាយប់មិញហ្នឹងគាត់បានឃើញមនុស្ស2នាក់ឈរពីលើក្បាលម្នាក់ឈរពីលើក្បាលរបស់ប្អូនម្ចាស់សាច់រឿងហើយម្នាក់ទៀតគឺឈរពីលើក្បាលបងស្រីនឹងឯងបងប្រុសរបស់គាត់ភ័យខ្លាំងពេកកេះប៉ារបស់គាត់ប៉ាទី2របស់គាត់ហើយកេះទាំងម៉ាក់របស់គាត់នឹងកេះទាំងអស់ហ្នឹងម្នាក់ឃើញដូចគ្នាបេះបិទឃើញអញ្ចឹងហើយទៅម្ដាយឪពុករបស់គាត់ហ្នឹងបានអូសដៃកូនទាំងអស់ឲ្យគេងចេញទៅគេងជុំគ្នាដោយទុក2នាក់ហ្នឹងនៅក្នុងបន្ទប់បងស្រីរបស់គាត់ដឹងរឿងហ្នឹងហើយគឺខឹងខ្លាំងមែនតើខ្ញុំខឹងដែររឿងអីមិនព្រមដាស់ឲ្យចាញ់ទាំងអស់គ្នានេះលៀបថាមានទុករត់ចោលហើយនេះខឹងម៉ាក់គាត់ខ្លាំងមែនតើហើយឲ្យរើចេញពីផ្ទះហ្នឹងជាបន្ទាន់កុំស្ដាយលុយតែម៉ាក់របស់គាត់នៅតែមិនព្រមចេញនៅតែក្រាញលនីដោយសារតែស្ដាយលុយនឹងឯងឃើញសភាពបែបនេះបងស្រីរបស់គាត់ខឹងមែនតើហើយមានចំនួនខ្លាំងមែនតើហើយប្រាប់ថាបើមិនរើចេញទេខ្ញុំមិននៅផ្ទះហ្នឹងទេខ្ញុំទៅនៅផ្ទះមិត្តភក្តិខ្ញុំក៏បានដែរត្រឹមចំណុចនេះបងស្រីរបស់គាត់ក៏រត់យកកៅអៅរបស់គាត់រត់ចេញទៅផ្ទះមិត្តភក្តិរបស់គាត់មែនយប់នោះបងស្រីរបស់គាត់មិនត្រឡប់មកផ្ទះទេចំណែកឯជើងរបស់គាត់កាន់តែហើមខ្លាំងទៅ
ហើមធំបងប្អូនដែរឃើញឯនៅលើ Facebook បងប្អូនមួយចំនួនគាត់មានជំងឺហើមជើងហើមធំឡើងចង់ប៉ិនជើងតម្រៃជើងរបស់គាត់គឺមានសភាពហើមធំបែបហ្នឹងឯងបងប្រុសទី3របស់គាត់ក៏ឲ្យយោបល់ថាអញ្ចេះឥឡូវចាស់ទៅនិមន្តលោកពុកទៅដែលជាបដិជគុងនៅវត្តតាខ្មៅដែលគាត់បានឃើញរឿងហេតុហ្នឹងដែលបានចងដែលបានគូក្បោហ្នឹងនិមន្តលោកមកដើម្បីឲ្យចងខ្សែសមាម្ដងទៀតខៃលោស្ងប់ស្ងាត់ដំបងម៉ាក់របស់គាត់មិនព្រមទេព្រោះពួកគាត់បានបែកគ្នាលែងលះគ្នាហើយមិនដែរជួបមុខគ្នាទេហើយម្ដាយរបស់គាត់ក៏មិនចង់ជួបប៉ារបស់គាត់ដែរតែដោយសារតែសាច់រឿងក្នុងផ្ទះហ្នឹងវាកាន់តែក្តៅទៅដោយមិនមានជំរឿម្ដាយរបស់គាត់ក៏តាំងចិត្តទៅនិមន្តបដិជគុណដែលជាឪពុកដែលជាអតីតប្តីហ្នឹងឲ្យមកធ្វើពិធីនៅក្នុងផ្ទះម្ដងទៀតថ្ងៃបន្ទាប់បានមកដល់បដិជគុណបាននិមន្តបានមកដល់មែនបដិជគុណគ្រាន់តែប្រទះឃើញផ្ទះហើយគឺគាត់ញាក់ខ្លាំងមែនតើហើយលន់មាត់ទៅស្ដីឲ្យទៅបងទី6របស់គាត់ថាហើយមិនបាននៅលើផ្ទះហ្នឹងគ្រាន់ដឹងដែរគ្រាន់មកមួយអាត្មាតែមិនគាត់នៅតែនៅផ្ទះហ្នឹងបងប្រុសទី6របស់គាត់ក៏បានរៀបរាប់ពីដំណើរសាច់រឿងថាតើមានរឿងអីខ្លះកើតឡើងហេតុអ្វីបានពួកគាត់មិនអាចរើចេញបានឡារៀបរាប់រឿងដំណើរទាំងអស់បណ្ដាជគុណបានដឹងអស់ហើយបានត្រាស់ដឹងអស់ហើយនៅដើមហេតុនៅបញ្ហាទាំងអស់ហើយក៏ងាកទៅញោមស្រីដែលជាអតីតប្រពន្ធហ្នឹងលោកមានសង្ឃដីកាថារើចេញកុំនៅយូររើចេញជាបន្ទាន់ម្ដងនេះម៉ាក់របស់គាត់អត់មានប្រកែកអត់មានចាំសិនអីទៀតទេគឺតាំងចិត្តរើចេញជាបន្ទាន់នឹងឯងចៃដនអីម្ដាយរបស់គាត់ក៏ទេទៅផ្ទះចាស់ម្ដុំពូចតុងនោះសួរថាតើបន្ទប់មួយនឹងនៅសល់ល្អអត់វាជាភ័ព្វសំណាងល្អបន្ទប់ចាស់របស់គាត់ពិតជាទំនេរហើយរងចាំគាត់មែននៅព្រឹកដែលពួកគាត់ចាប់ផ្ដើមរៀបអីវ៉ាន់ដើម្បីមកផ្ទះទីតាំងនៅឯពូចតុងហ្នឹងកំពុងតែរៀបបដើម្ដាយរបស់គាត់ក៏ចូលបន្ទប់ទឹកស្របពេលដែលម្ដាយរបស់គាត់ចូលបន្ទប់ទឹកម្ចាស់សាច់រឿងគឺមិនដឹងទាល់តែសោះថាម្ដាយរបស់ខ្លួនឯងបានដើរទៅបន្ទប់ទឹកស្របពេលហ្នឹងគាត់ក៏ចាប់ផ្ដើមរៀងចង់បត់ជើងតូចគាត់មិនហ៊ានទៅបន្ទប់ទឹកម្នាក់ឯងនោះទេគាត់ក៏ហៅបងទី6របស់គាត់ថាបងជួយជូនខ្ញុំទៅបន្ទប់ទឹកតិចមកខ្ញុំខ្លាចខ្ញុំអត់ហ៊ានទៅទេបងទី6គាត់ក៏ប្រាប់ថាកុំខ្លាចទៅដើរទៅម៉ាក់នៅក្នុងបន្ទប់ទឹកទេគោះទ្វារគាត់ទៅហើយគាត់ចាំទៅវាបានហើយមានម៉ាក់តានៅនោះគាត់ឮបែបហ្នឹងគាត់ក៏ដើរទៅដល់បន្ទប់ទឹកគាត់បានគោះទ្វារហៅម្ដាយគាត់គោះកាន់តែខ្លាំងទៅប៉ុន្តែម្ដាយរបស់គាត់មិនមានចម្លើយឆ្លើយតបជាមួយគាត់ទាល់តែសោះហាក់ដូចជាបន្ទប់ទឹកហ្នឹងមិនមានមនុស្សនោះឡើយក៏ដូចជាបន្ទប់ទឹកហ្នឹងត្រូវបានចាក់សោកំពុងតែគោះកំពុងតែស្រែកហៅម្ដាយគាត់ស្រាប់តែមានហេតុការណ៍មួយកើតឡើងជាហេតុការណ៍ដែលគាត់ចងចាំមិនភ្លេចអស់មួយជីវិតសំឡេងមនុស្សស្រីម្នាក់សំឡេងច្បាស់មែនទែនមកខ្សឹបដាក់ទៅជាគាត់អារបៀបធ្ងោផុតពីធ្ងោហើយក៏សើចជាសំឡេងមួយហ្នឹងគាត់ភ័យខ្លាំងមែនទែនបន្តសើចបន្តធ្ងោបន្តសើចបន្តធ្ងោគាត់ភ័យខ្លាំងគាត់ទប់លែងជាប់គាត់រត់ទាំងជើងឈឺចេញមកខាងក្រៅរៀកនោមដាក់ខោស្រាប់ពេលនោះម្ដាយរបស់គាត់បានចេញពីបន្ទប់ទឹកឃើញទឹកនោមពេញឥដ្ឋដើរតម្រង់មកកាន់គាត់រត់ទាញអំបោះវាយគាត់បងរបស់គាត់ទី6នេះក៏បានថាម៉ាក់កុំអាវាយស្ដាប់សិនថាមានរឿងអីកើតឡើងគាត់ក៏បានរៀបរាប់ទៅប្រាប់ម្ដាយគាត់ថាមានសំឡេងអ្វីដែលចូលដល់ត្រចៀករបស់គាត់តើមានរឿងរ៉ាវអ្វីដែលគាត់បានជួបប្រទះម្ដាយរបស់គាត់ក៏រងាប់អារម្មណ៍ហើយប្រាប់ថាតោះយើងទៅចុះមកដល់ខាងក្រោមនៅផ្ទះនៅចិត្តនឹងចៃដនអីក៏មានសំណង់មួយដែលកំពុងតែសាងសង់តែសាងសង់មិនទាន់រួចមេការរបស់សំណង់មួយហ្នឹងឃើញគេរើផ្ទះចេញបែបហ្នឹងក៏ដើរមកសួរម្ដាយរបស់គាត់ថាបងឯងជួបរឿងអីមែនទើបមិនហើចេញអញ្ចឹងម្ដាយរបស់គាត់ក៏សួរថាមិនសួរខ្ញុំអញ្ចឹងប្អូនឯងដឹងរឿងអីមេការនោះក៏ឆ្លើយប្រាប់ថាបងហើយនៅម្ដុំហ្នឹងអ្នកណាក៏ដឹងដែរសាច់រឿងដែលកើតឡើងនៅក្នុងផ្ទះហ្នឹងវាថ្មីពេកវាមិនទាន់បានមួយឆ្នាំស្រួលបួផងហ្នឹងម៉ាក់គាត់ក៏រៀបរាប់នៅអ្វីទាំងអស់ដែលពួកគាត់បានជួបប្រទះតាំងពីដើមរហូតដល់ចប់ក្រោយពីការសន្ទនានោះហើយពួកគាត់ក៏បានរើអីវ៉ាន់ទាំងអស់ដាក់ឡើងឡានដឹកអីវ៉ាន់តម្រង់មកផ្ទះជួលនៅឯពូចុងតុងអ្វីក៏បានប្រសើរឡើងចំនួនដែលគ្មានហេតុផលក៏លែងកើតមានដែរសេចក្តីសុខភាពត្រជាក់ត្រជុំក៏បានកើតឡើងជាថ្មីតែអ្វីដែលសំខាន់គឺនៅត្រង់នេះរាប់ចាប់តាំងពីឡានបរចេញពីផ្ទះជួលដែលមានអាមនុស្សនោះជើងរបស់គាត់ក៏ចាប់ផ្ដើមគាត់ដឹងខ្លួនឯងថាជើងចាប់ផ្ដើមលែងឈឺចាប់លែងចាប់វាចាប់ផ្ដើមធូរស្រាលហើយថ្ងៃបន្ទាប់មកទៀតនៅពេលដែលនៅផ្ទះចាស់នៅឯពូចតុងហ្នឹងថ្ងៃបន្ទាប់មួយទៀតក៏ចាប់ផ្ដើមស្រកត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះជើងរបស់គាត់បែរជាដូចគេបេះ
វាជារឿងអច្ឆរិយៈមួយដែលកើតឡើងនៅចំពោះគាត់ដែលគាត់ដឹងច្បាស់ថាអ្វីៗដែលបានកើតឡើងចំពោះគាត់គឺជាទង្វើគឺជាកលរបស់អមនុស្សយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះអូសាហាវសម្រាប់ខ្ញុំគឺសាហាវខ្លាំងមែនតើសាហាវជាងគេអាចឈុតមើលកញ្ចក់បងប្អូនអាគេងនៅលើខែហើយមើលទៅកញ្ចក់ឃើញមនុស្សងើបមើលលើក្បាលអត់មានមនុស្សងាកទៅវិញឃើញមនុស្សអូយញាក់សាច់តែម្ដងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តនៅសាច់រឿងទាំង3ដែលខ្ញុំបានលើកឡើងហើយក៏សូមខន្តីអភ័យទោសលើកខ្ញុំអត់មានអីទេក្រៅពីលើកដៃ10សុំទោសបើសិនជាមានពាក្យពេចន៍មួយណាឬក៏មានសម្ដីសម្ដៅមួយណាឬក៏មានកំហុសឆ្គងមួយណាដែលខ្ញុំបានបង្កឡើងនៅក្នុងដំណើរសាច់រឿងទាំងមូលដោយមិនដឹងខ្លួនក៏សូមខន្តីអភ័យទោសផងហើយអរគុណមែនតើដដែលអរគុណសម្រាប់ការគាំទ្រនំប៉័ងហោះឥឡូវនេះនៅពេលនេះនំប៉័ងហោះគឺចាប់ផ្ដើមចាញ់ catering ហើយបានតែពួកយើងទទួលកម្មវិធីមិនថាកម្មវិធីតូចឬកម្មវិធីធំទេពួកយើងមាននំប៉័ង mini cute មែនតើសម្រាប់បម្រើជូនអតិថិជនសម្រាប់បម្រើជូនភ្ញៀវដែលគាត់ចង់បាននំប៉័ងហោះទៅកាន់កម្មវិធីមិនថាកម្មវិធីបុណ្យមិនថាកម្មវិធីផ្កាឬក៏កម្មវិធីមួយណាទេពួកយើងអាចទទួលបានអរគុណសម្រាប់ការគាំទ្រតាំងពីដើមរហូតដល់ចប់ចំពោះកម្មវិធីជាវ័យរាល់សាច់រឿងដែលបងប្អូនមានហើយបងប្អូនចង់ចែករំលែកមកកម្មវិធីជាវ័យសូមផ្ញើសាច់រឿងរបស់បងប្អូនទាំងអស់ទៅកាន់កម្មវិធីជាវ័យតាមរយៈ Facebook Page តែដដែលរាល់សាច់រឿងដែលបងប្អូនចែករំលែកខ្ញុំពិតជាសង្កឹមយ៉ាងមុតមមថាបងប្អូនមិនបានចែករំលែកទៅកន្លែងផ្សេងទេហើយបើសិនជាបងប្អូនបានចែករំលែកទៅបង channel ផ្សេងហើយក៏អរគុណដែរមិនចាំបាច់ចែករំលែកមកខ្ញុំទេនិយាយចឹងហ្មងទៅឲ្យសួរស្ដាប់ខ្ញុំអត់ដឹងថាប្រើពាក្យមិនឲ្យស្រួលស្ដាប់ជាងហ្នឹងទេសូមក្រើនរំលឹកបងប្អូនទាំងអស់គ្នាថាវីរៈកងពលរបស់យើងដែលបានចាប់ខ្លួនទាំងប្រមាណ10នាក់ទៅកាន់ប្រទេសថៃនៅពេលបច្ចុប្បន្ននេះមិនទាន់បានដោះលែងនៅឡើយទេមិនដឹងសុខទុក្ខពួកគាត់យ៉ាងណាទេរយៈពេល40ជាងថ្ងៃហើយដែលបានរំលងផុត50ជាងថ្ងៃហើយមិនដឹងថាបងប្អូនកំពុងស្ដាប់នេះនៅក្នុងគណៈមួយណាទេតែចង់បញ្ជាក់ថាវាយូរពេកហើយសង្ឃឹមថាទោះពេលវេលាយូរប៉ុណ្ណាបងប្អូនត្រូវចងចាំទុកថ្ងៃ1ខែសីហាឆ្នាំ2025គឺជារឿងរ៉ាវដ៏រន្ធត់ដែលបានកើតឡើងជារឿងរ៉ាវដែលដកជាប់នៅក្នុងខួរក្បាលខ្ញុំមកដល់ពេលបច្ចុប្បន្នហើយខ្ញុំសង្ឃឹមថាវាគឺជាព្រឹត្តិការណ៍ដែលដកជាប់នៅក្នុងអារម្មណ៍របស់បងប្អូនដែលជាសារដាស់តឿនជូនទៅបងប្អូនថាតើទង្វើឈ្លានពាននិងអសិលធម៌ទាំងឡាយដែលបានបង្កឡើងដោយភាគីម្ខាងទៀតមកកាន់ប្រទេសកម្ពុជាមានសភាពបែបណាតើបងប្អូនជ្រើសរើសធ្វើបែបណាសំណួរមួយនេះទុកឲ្យបងប្អូនជាអ្នកឆ្លើយដដែលសូមជូនបុណ្យកុសលទាំងឡាយដែលខ្ញុំបានសាងពីការចូលបុណ្យពីការធ្វើបុណ្យនៅវត្តការប្រគេនចង្ហាន់ឬក៏ឧបករណ៍ប្រើប្រាស់មួយចំនួនទៅដល់ព្រះសង្ឃទាំងឡាយដែលកកើតជាអំណាចបុណ្យខ្ញុំសូមជូនបុណ្យទាំងអស់ទៅដល់បងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាចម្រើនដោយបុណ្យដែលខ្ញុំបានកសាងនេះផងចុះហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់ធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែមនុស្សល្អៗជួបតែសុខសុវត្ថិភាពប្រកបរបរទទួលទានប្រចាំថ្ងៃចេះតែរីកចម្រើនឡើងមានរឿងល្អៗកើតឡើងជាហូរហែមានរឿងអច្ឆរិយៈកើតឡើងជាហូរហែដែលបង្កជាលទ្ធផលវិជ្ជមាននៅក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាពេលនេះខ្ញុំបាទវិទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀត